លោកប្រធានស្រាប់តែឃើញដៃឆ្វេងក្មេងប្រុសនោះមានម្រាមដល់ទៅ6ស្មានតែគាត់ខ្លាចតែនឹកស្មានមិនដល់ថាស្រាប់តែគាត់លុតជង្គង់នៅមុខម្ដាយក្មេងនោះហើយតែកំភ្លៀងខ្លួនឯងខ្លាំងព្រមទាំងសុំទោសក្មេងនោះនិងម្ដាយគេមិនឈប់តាមពិតដែលលោកប្រធានឃើញក្មេងនោះមានម្រាមដៃ6ហើយភ្ញាក់ផ្អើលខ្លាំងបែបនេះក៏ព្រោះតែគាត់ខ្លួនឯងក៏មានម្រាមដៃ6ហើយនៅលើលោកនេះមានតែខ្សែជារបស់គ្រួសារលោកប្រធានមានម្រាមដៃ6បែបនេះពេលឃើញម្រាមដៃក្មេងនោះភ្លាមគាត់ក៏សន្និដ្ឋានបានភ្លាមថាក្មេងគឺជាកូនប្រុសបង្កើតដែលគាត់ខំតាមរកច្រើនឆ្នាំមកហើយកាលពី6ឆ្នាំមុនគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យអត់កូនសល់តែមេជីវិតមួយបំពង់ចុងក្រោយសម្រាប់បន្តពូជតែនឹកស្មានមិនដល់ថាគិលានុបដ្ឋាយិកាធ្វើខុសបែរជាយកមេជីវិតរបស់គាត់ទៅដាក់ក្នុងខ្លួនស្រីម្នាក់ទៀតពេលម្ដាយគាត់ដឹងរឿងនេះគាត់ខឹងខ្លាំងណាស់ព្រោះនេះជាឈាមជ័រតែមួយគត់របស់ត្រកូលលោកក៏បញ្ជាឲ្យលោកប្រធានតាមរកស្រីម្នាក់នោះឲ្យឃើញតែ6ឆ្នាំកន្លងផុតទៅលោកប្រធាននៅតែរកស្រីម្នាក់នោះមិនឃើញសោះគាត់ក៏ចាប់ផ្ដើមសង្ស័យថាតើស្រីម្នាក់នោះមិនបានបង្កើតកូនឲ្យគាត់មែនទេត្រកូលលោកកើតមកមានម្រាមដៃ6បារកក្មេងដែលមានម្រាមដៃ6ឃើញច្បាស់ជាជើបង្កើតរបស់ខ្ញុំហើយតែពួកគេមិនដឹងថានាងមិនត្រឹមតែបង្កើតកូនទេថែមទាំងចិញ្ចឹមគេរហូតធំទៀតតែដោយសារម្រាមដៃ6ពីកំណើតទើបក្មេងនោះត្រូវមិត្តភក្តិរើសអើងដើម្បីរកលុយព្យាបាលកូននាងមានតែនាំកូនទៅផ្ទះអ្នកមានធ្វើជាមិត្តលេងជាមួយកូនគេមុនចូលផ្ទះនាងបានពាក់ស្រោមដៃឲ្យកូននៅដៃខាងស្ដាំតែពួកគេស្មានមិនដល់សោះថាថៅកែស្រីលើកនេះគឺជាយាយបង្កើតរបស់ក្មេងប្រុសនោះមកពីរកឈាមជ័រតកូលលោកមិនឃើញធ្វើឲ្យលោកយាយនឹកចៅខ្លាំងពេករហូតយំឡើងខ្វាក់ភ្នែកដើម្បីកាត់បន្ថយការនឹកគាត់ក៏បានទៅមណ្ឌលកុមារក្មេងម្នាក់មកចិញ្ចឹមប្រហែលជាកម្លាំងសាច់ឈាមលោកយាយយឺសំឡេងក្មេងនោះហើយរំភើបចិត្តខ្លាំងណាស់តែចៅចិញ្ចឹមនោះជាមនុស្សចិត្តចង្អៀតពេលឃើញមានគេមកដណ្ដើមលោកយាយក៏ស្រាប់តែខឹងសម្បាយ៉ាងខ្លាំងមេការឃើញបែបនេះក៏ប្រញាប់ធ្វើភ្នែកដាក់អ្នកប្រុសតូចប្រាប់ឲ្យបន្តធ្វើចរិតកូនគ្រូក៏យកលេសថាក្មេងនោះធ្វើឲ្យអ្នកប្រុសតូចយំក៏ចេញបញ្ជាភ្លាមឲ្យដេញម្ដាយកូនទាំងពីរនាក់ចេញសំណាងល្អពេលនោះលោកប្រធានមកតាន់ពេលឃើញក្មេងប្រុសនៅពីមុខលោកប្រធានមានអារម្មណ៍ថាស្និទ្ធស្នាលប្លែកក្នុងចិត្តក៏សម្រេចចិត្តឲ្យក្មេងប្រុសនៅកំដរអ្នកប្រុសតូចលេងមួយថ្ងៃតែវត្តមានក្មេងនោះធ្វើឲ្យមេការខឹងខ្លាំងណាស់លេងចប់ហើយគាត់ក៏ប្រញាប់ដេញក្មេងនោះចេញភ្លាមតែលទ្ធផលបែរជាញាប់អើពេលឃើញដៃក្មេងនោះមានម្រាម6កើតអីហ្នឹងកូនសម្លាញ់របស់ម៉ាក់ពិបាកណាស់ទម្រាំបញ្ជូនកូនចូលមណ្ឌលកុមារកំព្រាបានហើយឲ្យយាយចាស់នោះសុំកូនទៅចិញ្ចឹមត្រកូលលោកគ្មានអ្នកបន្តវេនទេអីចឹងទ្រព្យសម្បត្តិទាំងអស់នឹងខ្លាយជារបស់យើងទាំងពីរអ្នកម៉ាក់កូនដើម្បីកុំឲ្យក្មេងនោះមកបង្អាក់ផែនការខ្លួនឯងមេការចិត្តជ្រៅម្នាក់នេះលួចដកសក់ក្មេងនោះទៅពិនិត្យណាចង់យកលេសរឿងសែនមានបញ្ហាឲ្យលោកយាយដេញក្មេងនោះចេញក្នុងពិធីខួបកំណើតស្អែកតែគាត់នឹកស្មានមិនដល់ខ្លួនឯងកំពុងតែលើកថ្មសង្កត់ជើងឯងសោះថ្ងៃបន្ទាប់ក្នុងពិធីខួបកំណើតក្មេងប្រុសយកយ័ន្តសន្តិសុខដែលធ្វើដោយដៃមកជូនពរលោកយាយនេះជាយន្តសន្តិសុខដែលកូននិងម៉ាក់ធ្វើជូនពរលោកយាយមានសុភមង្គលអាយុយឺនយូរប្រាថ្នាអ្វីបានសម្រេចជួបជុំកូនចៅអូនេះជាកាដូដ៏ល្អបំផុតដែលយាយទទួលបានថ្ងៃនេះម៉ាក់កូនស្អប់វាណាស់យ៉ាងក្មួយកុំបារម្ភអីគ្រប់យ៉ាងរៀបចំរួចរាល់អស់ហើយថ្ងៃនេះច្បាស់ជាដេញអាម្ចាស់តូចនេះចេញពីត្រកូលលឹងឲ្យបានទៅឲ្យលឿនទៅលោកយាយមិនចូលចិត្តកាដូដែលចៅជូនមែនទេអូយមិននឹងអាចទៅរួចយាយស្រឡាញ់កាដូដែលយ៉ាងជូនបំផុតនឹងរបស់អន់មើលមិនយល់សោះនៅហ៊ានយកមកបង្ហាញទៀតកាដូមិនប្រកាន់ថ្លៃថោកទេនេះជាទឹកចិត្តរបស់អានតើចុះយន់សេចក្តីសុខដែលអានឲ្យយាយនៅណាចាស់លោកស្រីធំនំខេកនេះខ្ញុំរៀបចំរួចរាល់អស់ហើយលោកស្រីអាចប៉ងប្រាថ្នាបានហើយលើកនំខេកមកលោកស្រីចាប់ផ្ដើមប៉ងប្រាថ្នាទៅជូនពរឲ្យចៅប្រុសបង្កើតរបស់យាយមានសុខភាពល្អនិងសេចក្តីសុខឆាប់បានត្រឡប់មកផ្ទះវិញណាតោះកាត់នំខេកទៅហាប្រយ័ត្នណានំខេកចំណិតដំបូងនេះឲ្យចៅយ៉ាងរបស់យាយអរគុណលោកយាយថ្ងៃក្រោយរាល់ថ្ងៃខួបកំណើតយាយចៅនឹងនៅក្បែរជានិច្ចល្អលោកស្រីធំមើលចុះអ្នកប្រុសយ៉ាងពិតជាដឹងគុណលោកស្រីណាស់ស្និទ្ធស្នាលជាងចៅបង្កើតទៅទៀតម៉ាក់នំខេកក្រអូបណាស់អានចាំដល់ថ្ងៃខួបកំណើតកូនម៉ាក់នឹងទិញនំខេកធំមួយឲ្យកូនដែរល្អទេអានមកនេះមករកលោកយាយមកញ៉ាំនំខេកអូយម៉ាក់មើលមានរបួសត្រង់ណាអត់អាក្មេងឥតខាន់ស្លាអញហ៊ានមកបំផ្លាញកម្មវិធីជប់លៀងរបស់លោកស្រីធំផងហើយចង់ឲ្យលោកស្រីធំឆាប់ងាប់មែនទេកូនអត់បានធ្វើទេគឺយ៉ាងជាអ្នករុញកូនអាក្មេងឥតពូជអញហ៊ានមកចាប់ប្រកាន់អ្នកប្រុសយ៉ាងផងហើយឯងថាយ៉ាងរុញឯងដួលហើយ
ចុះមកឯងវិញគេឃើញគ្រប់គ្នានឹងឯងគ្រាន់តែជាក្មេងកំដរម្នាក់នៅក្បែរអ្នកប្រុសយ៉ាងក្មេងកំដរសោះហ៊ានមកបង្កាច់បង្ខូចអ្នកប្រុសយ៉ាងផងពិតជាថ្លើមធំមែនមកពីឯងច្រណែននឹងអ្នកប្រុសយ៉ាងតើពួកអ្នកក្រដូចឯងឈាមក្នុងខ្លួនសុទ្ធតែស្មោកគ្រោកក្រចង់ងាប់កូនអត់បានធ្វើទេកូនអត់បានធ្វើទេពួកអ្នកឯងមានសិទ្ធិអីមកថាកូនខ្ញុំបែបហ្នឹងក៏វានៅតែចង់កុហកហ្នឹងក្មេងអត់ឪពុករឿងថោកទាបអីក៏វាហ៊ានធ្វើដែរចុះតម្រាំតែស្រីថោកទាបដូចនាងទៀតលួចមានកូនទាំងអត់ប្តីកូនរបស់នាងហ្នឹងវាខ្លាចជាមនុស្សល្អទៅរួចដែរកូនមានម៉ាក់កូនមានប៉ាឯងមានប៉ាហាហាហាចុះប៉ាឯងនៅណាទោះបីជាឯងមានប៉ាមែនក៏ដោយអីចឹងឯងក៏ជាសម្រាមបាត់សង្គមដែរល្មមហើយគ្រាន់តែនំខេកមួយសោះនឹងចាំបាច់និយាយអាក្រក់ស្ដាប់ម្លេះលោកយាយកុំអើខឹងអីថ្ងៃនេះជាថ្ងៃបុណ្យខួប60ឆ្នាំរបស់លោកយាយណារឿងខ្លះខ្ញុំមិនចង់និយាយទេតែលោកយាយចាញ់បោកពីអ្នកម៉ែនឹងកូនក្បាលខូចនេះហើយលោកយាយខ្ញុំបានស៊ើបមើលអស់ហើយមីស្រីម្នាក់នេះហឹមចរិតមិនល្អមានកូនឥតខាន់ស្លាសំបីក្មេងជាអ្នកណាក៏មិនដឹងផងហើយអាខូចនេះទៀតពិតជាចង្រៃមែនគ្រួសារនេះមានបញ្ហាហើយលោកយាយមិននឹងអាចទៅរួចលោកយាយចាំខ្ញុំបង្ហាញឲ្យលោកយាយមើលឥឡូវហ្នឹងអាហ្នឹងកុំរត់ខ្ញុំមិនលេងទេនរណានៅទីនេះមកជួយលេងវាទៅមើលមកខ្ញុំលេងខ្ញុំកុំរត់កុំប៉ះកូនខ្ញុំយកម៉ាក់តោះយើងចេញពីទីនេះទៅមីស្រីថោកទាបអញហ៊ានវាអញផងនរណានៅទីនេះចាប់ពួកវាទាំងពីរនាក់ឲ្យអញអូយមីស្រីចង្រៃហ៊ានវាអញផងថ្ងៃនេះត្រូវតែវាអញឲ្យងាប់ខ្ញុំម្នាក់ឯងមិនស្រួលទេបើគ្មានម៉ាក់អាសត្វឥតពូជអញធ្វើឲ្យខូចខាតពិធីខួបកំណើតលោកយាយម្ចាស់នៅមិនជឿទៀតមែនទេមីងឆៅខ្ញុំមិនទាន់គិតបញ្ជីជាមួយអញផងចេញឲ្យឆ្ងាយទៅមិនបានទេខ្ញុំត្រូវប្រញាប់ទេប្រាប់លោកយាយម្ចាស់ឲ្យប្តឹងប៉ូលីសសិនបិទមកទៅលោកយាយកុំបោះបង់យ៉ាអីយ៉ាលោកយាយមិនបានថាមិនយកជ័យណាអាសត្វឥតពូជថ្ងៃនេះអញត្រូវតែវាអញឲ្យងាប់អ្នកប្រុសលោកចង់ធ្វើអីហ្នឹងលោកយាយម្ចាស់អ្វីដែលខ្ញុំធ្វើគឺដើម្បីត្រកូលលូគិតគូរដល់គ្រួសារលោកសាក់គិតមើលទៅបើគេមិនមែនជាបិសាចចុះហេតុអីបានជាគេពាក់ស្រោមដៃរាល់ថ្ងៃបែបនេះលោកយាយម្ចាស់អ្វីដែលខ្ញុំនិយាយសុទ្ធតែជាការពិតទាំងអស់ហេតុអីបានជាប្តីគេបោះបង់គេចោលក៏ព្រោះតែគ្រួសារគេមានបញ្ហាសរសៃប្រសាទនឹងឯងទើបត្រូវគេបោះបង់ចោលបែបហ្នឹងលោកយាយម្ចាស់ត្រកូលលូជាគ្រួសារអភិជនមានមុខមាត់បើទុកមនុស្សដែលមានពូជបិសាចខ្វះលក្ខណៈបែបនេះនៅក្នុងផ្ទះគ្រួសារត្រកូលលូនឹងត្រូវគេសើចចំអកឲ្យពេញក្រុងមិនខានបើអ្នកទាំងពីរម៉ាក់កូននឹងគេចង់សម្លាប់ប្លន់យកទ្រព្យសម្បត្តិនឹងលោកយាយអីចឹងលោកយាយហើយនឹងអ្នកប្រុសតូចយ៉ាងអាចមានគ្រោះថ្នាក់ហើយអញនិយាយផ្ដេសផ្ដាសហើយអានេះមិនមែនជាបិសាចទេគេពាក់ស្រោមដៃដោយសារតែឈឺតើប្រហែលជាមានការយល់ច្រឡំហើយលោកយាយមិនមែនយល់ច្រឡំទេខ្ញុំបានយកសក់ក្មេងនឹងទៅហើយយកទៅធ្វើតេស្តដណាលទ្ធផលចិត្តចេញហើយឯងនិយាយបំផ្លងការពិតហើយមកមើងងាយពួកយើងទៀតចង់ដេញពួកយើងចេញមែនទេតោះកូនទៅផ្ទះជាមួយម៉ាក់តែម៉ាក់ពួកយើងមិនមែនចង់បានការងារនេះទេអីរកលុយវាសំខាន់មែនតែសម្រាប់ម៉ាក់ឯណែនសំខាន់បំផុត
តោះទៅចាំបន្តិចលទ្ធផលមិនទាន់ចេញផងប្រញាប់ទៅណាម៉េចខ្លាចគេដឹងរឿងហើយមែនទេអញចង់បានអីឲ្យប្រាកដហ្នឹងអញបង្កបញ្ហាហើយថែមទាំងធ្វើឲ្យខូចកម្មវិធីខួបកំណើតលោកយាយទៀតពួកឯងទាំងពីរនាក់គួរតែលុតជង្គង់សុំទោសទៅត្រូវតាំងពីអង្កលមកដែលគ្រួសារត្រកូលលោកឲ្យអញជាអ្នកសម្រេចចិត្តលោកយាយប្រកាសជាលទ្ធផលដែលចេញហើយប្រញាប់លើកទូរស័ព្ទទៅលោកយាយអរគុណព្រះហើយលោកទូរស័ព្ទមកល្មមលទ្ធផលដែលចេញហើយឯណែនគឺជាកូនបង្កើតរបស់អ្នកប្រុសហើយក៏ជាចៅបង្កើតរបស់លោកយាយអញថាម៉េចគេជាចៅបង្កើតរបស់ខ្ញុំមែនទេគេជាចៅបង្កើតរបស់ខ្ញុំបាទពិតប្រាកដណាស់ខ្ញុំបានលទ្ធផលហើយកំពុងធ្វើដំណើរមកវិញអរព្រះអើយមើលចុះអ្នកទាំងអស់គ្នាលោកស្រីធំឬថាវាជាបិសាចនឹងណាមិនមែនទេអូយលោកស្រីធំមិនអីទេមែនទេម៉ាក់លោកស្រីធំខ្ញុំមើលឃើញវិញហើយខ្ញុំមើលឃើញហើយចៅគឺជាចៅបង្កើតរបស់យាយមែនទេម៉ាក់មើលឃើញមែនអីពិតប្រាកដណាស់នេះហើយជាចៅបង្កើតរបស់យាយចៅសម្លាញ់របស់យាយទីបំផុតយាយរកចៅឃើញហើយប៉ុន្មានឆ្នាំមកនេះចៅពិបាកហើយក្មេងម្នាក់នេះមិនបានខ្វាក់ភ្នែកទេតើម៉ាក់ហេតុអីលោកយាយថាខ្ញុំជាចៅគាត់អញ្ចឹងម៉ាក់ក៏មិនដឹងដែរលោកយាយខ្ញុំទេតែជាចៅរបស់លោកស្រីនោះលោកស្រីវង្វេងហើយមែនទេគឺអ្នកប្រុសយ៉ាងតាជាចៅរបស់លោកស្រីអាននេះគ្រាន់តែជាកូនឥតខាន់ស្លាប់គ្មានឪពុកសោះនឹងលោកស្រីធំប្រហែលជានឹកចៅចង់ឈួតហើយមើលទៅសុកទៅអបក្មេងអានេះថាហើយថាជាចៅបង្កើតខ្លួនឯងទៅវិញមីស្រីម្នាក់នេះលួចមានស្រីមានប្រុសកើតបានកូនឥតខាន់ស្លាប់នឹងមិននឹងអាចជាឈាមជ័ររបស់លោកប្រធានលូទៅកើតលើកនេះងាប់មិនខានទេលោកស្រីធំច្បាស់ជាមិនលើកលែងឲ្យនាងឡើយលោកយាយកុំធ្វើបាបម៉ាក់ខ្ញុំអីកូនសម្លាញ់ប៉ុន្មានឆ្នាំមកនេះកូនចិញ្ចឹមអានម្នាក់ឯងទាំងលំបាករហូតធំកូនពិបាកខ្លាំងណាស់ម៉ាក់សុំទោសគឺគ្រួសារត្រកូលលូយើងទេដែលខុសចំពោះកូនអូលោកស្រីធំលោកស្រីក្រោកឡើងសិនមកឆាប់ក្រោកឡើងមកដេកវាត្រជាក់កូនបានបន្តពូជពងស្អោយត្រកូលលូយើងបន្សល់ឈាមជ័រតែម៉ាក់បែកជីទុកឲ្យកូនលំបាកអស់6ឆ្នាំម៉ាក់គ្មានមុខនឹងក្រោកទេលោកស្រីក្រោកសិនមកតើលោកស្រីចង់មានន័យថាម៉េចហ្នឹងឬមួយអានជាកូនប្រុសលោកលូចប់បណ្ដោយលោកស្រីវង្វេងអស់ហើយចង់បានចៅពេកដល់ថ្នាក់ឈួតហើយឲ្យលោកស្រីពិតជាគួរឲ្យអាណិតណាស់យំរោគចៅរហូតខ្វាក់ភ្នែកហើយឥឡូវនេះបែរជាចង់បានចៅដល់ថ្នាក់វង្វេងម៉ាក់មកពីកូនមិនល្អធ្វើឲ្យម៉ាក់បារម្ភពីកូនរហូតឥឡូវដល់ថ្នាក់វង្វេងស្មារតីដើរទទួលកូនគេផ្ដេសផ្ដាស់ថោកទាបសំបីតែកូនបង្កើតខ្លួនឯងក៏ឯងចំណាំមិនបានដែរអីអាននឹងហើយជាកូនប្រុសរបស់ឯងអានជាកូនបង្កើតរបស់ខ្ញុំមែនអីលោកស្រីម្នាក់នេះគ្រាន់តែជាស្រីថោកទាបម្នាក់ប៉ុណ្ណោះវាយកក្មេងនេះមកផ្ទះត្រកូលលូគឺដើម្បីបោកលោកស្រីទេបោកយកទ្រព្យសម្បត្តិត្រកូលលូនឹងណាមនុស្សបោកប្រាស់បែបហ្នឹងគួរតែជាប់គុកទើបសមជាប់គុកមួយជីវិតទៅឯងធ្លើមធំដល់ហើយហ៊ានបញ្ជូនចៅនឹងកូនប្រសាអញចូលគុកផងឯងស្មានថាឯងជាស្អីលោកស្រីធំខ្ញុំដឹងថាអ្នកស្រីចង់បានចៅតែអ្នកស្រីមិនអាចរើសកូនឥតខាន់ស្លាមកផ្ដេសផ្ដាស់អញ្ចឹងទេបើរឿងនេះដឹងដល់ក្រៅត្រកូលលូច្បាស់ជាខ្លាយជាគ្រឿងកំប្លែងឲ្យគេសាច់ពេញក្រុងហើយហាញហ៊ានជេរចៅថាជាកូនឥតខាន់ស្លាផងចាំមើលអញវាយហាញឲ្យងាប់កុំវាយមេការអីអ្នកមីងបើចង់វាយមកវាយខ្ញុំវិញមកឲ្យលោកស្រីធំច្បាស់ជាវង្វេងមែនតែនហើយលោកប្រធានលូជាមហាសេដ្ឋីគាត់មិននឹងអាចរៀបការជាមួយស្រីថោកទាបដែលមានកូនមុនការលោកស្រីធំម្នាក់នេះឈួតមែនតែនហើយមើលក្មេងនឹងចោះស្លៀកពាក់កំសត់ណាស់ខុសអីពីឆ្កែនេះថានៅតាមផ្លូវនេះមិននឹងអាចជាកូនលោកប្រធានលូទៅពិតមែនហើយពួកឯងនិយាយស្ដីឲ្យដឹងខុសត្រូវខ្លះផងលោកស្រីធំមិនក៏អ្នកស្រីវាយគេអញ្ចឹងលោកស្រីធំអ្នកស្រីគេគឺជាចៅបង្កើតរបស់ខ្ញុំថ្ងៃនេះពួកឯងតែណាខ្លះដែលធ្លាប់ធ្វើបាបចៅនឹងកូនប្រសាខ្ញុំមិនលើកលែងឲ្យម្នាក់ណាទាំងអស់លោកយាយថ្ងៃនេះជាថ្ងៃខួបកំណើតយាយតើកុំខឹងអីណាយាយល្អណាស់អានក្មេងល្អរបស់យាយក្មេងល្អស្អីចេញទៅឲ្យឆ្ងាយទៅសន្តានមិនដឹងប្រភពឯងចង់មកបបលោកយាយគ្រួសារយើងមែនទេលោកយាយលទ្ធផលពិនិត្យរបស់អានចិត្តមកដល់ហើយ
ចាំមើលលទ្ធផលហើយលោកយាយនឹងដឹងថាអាម្នាក់នេះមិនមែនជាចៅបង្កើតរបស់លោកយាយទេខ្ញុំចង់បានចៅខ្ញុំចៅបង្កើតរបស់ខ្ញុំចៅម៉ែខ្ញុំយល់ពីអារម្មណ៍ម៉ែប៉ុន្តែរឿងទទួលស្គាល់សាច់ញាតិធំដុំបែបនេះបើគ្មានភស្តុតាងមិនអាចទទួលផ្ដេសផ្ដាសបានទេគេគឺជាចៅរបស់ខ្ញុំអញចង់ឲ្យយើងបកក្បាលងាប់នៅទីនេះមែនទេទើបអញព្រមជឿថាអានជាឈាមជ័រតកូយើងមកពីពួកនាងនឹងហើយទើបធ្វើឲ្យលោកយាយឆ្លោះជាមួយអ្នកប្រុសបែបនេះមិនចង់នាំអាសន្តានមិនដឹងប្រភពនេះរៀបការចូលត្រកូលអ្នកមានចង់ខ្លាយជាហងមែនទេខ្ញុំប្រាប់ឲ្យដឹងទៅយកសពទៅឯងនិយាយឈួតខ្ញុំមិនដែលគិតបែបហ្នឹងទេពិតមកទៅពីអ្នកម៉ែនឹងកូនគេរស់នៅពិបាកណាស់និយាយឲ្យមានសម្ដីល្អខ្លះទៅអ្នកប្រុសអ្វីដែលខ្ញុំនិយាយសុទ្ធតែជាការពិតខ្ញុំបានហៅគ្រូសាគេមកហើយបើមិនជឿអាចសួរនាំគ្រូសាគេផ្ទាល់បាននាំមនុស្សចូលមកចុយម្រាយដាររកសឹងស្លាប់រកមិនឃើញតាមពិតមកសំងុំនៅទីនេះសោះមែនទេម៉ាក់អាមនុស្សអាក្រក់ហ៊ានវាយប៉ាផងចាំប៉ាមកវិញដឹងគ្នាហើយខ្ញុំនឹងឲ្យប៉ាមកចាត់ការឯងអាតប៊ូចឯងមិនសមមានឪពុកទេទៅឲ្យឆ្ងាយទៅម៉ាហ្វីគេជាចៅបង្កើតរបស់ម៉ែណាមិនក៏ម៉ែនិយាយដាក់គេបែបហ្នឹងខាក់ស្ដោះបើគុំតែឯងមានផ្ទៃពោះមុនការបង្កើតបានកូនឥតខាន់ស្លាប់បែបហ្នឹងម្លេះសុំអញបានលុយពីអាឈិនអាល្ងងនោះបានលុយថ្លៃទឹកដោះ300,000 បាតហើយមីកូនចង្រៃបំផ្លាញលុយកាក់ធ្វើឲ្យអញជំពាក់គេវ៉ាន់ទៅបែបហ្នឹងថ្ងៃនេះអញមិនវ័យមិនបានទេកូនកុំវ័យមុខវាអញនៅត្រូវប្រើមុខវារកលុយត្រូវហើយកូនសុំទោសអាមនុស្សអាក្រក់កុំមកធ្វើបាបម៉ាក់ខ្ញុំឃើញពីអ្នកម៉ែនឹងកូននឹងហើយមិនក៏ខ្ញុំជឿចាប់បែបហ្នឹងបើពួកឯងហ៊ានប៉ះពាល់ចៅនឹងកូនប្រសាអញទៀតអញនឹងឲ្យពួកឯងងាប់រកដេកកប់គ្មានអូហូអាឥតពូតូចនេះប្រហែលមិនមែនជាកូនលោកប្រធានលូមែនទេម៉ែឯងនិយាយស្អីហ្នឹងមិនអាចទៅរួចដាច់ខាតថ្ងៃខួបកំណើតលោកស្រីលូអញទៅផ្ទះត្រកូលលូបង្កបញ្ហាឲ្យកាន់តែធំកាន់តែល្អឲ្យតែដេញមីជាងវ៉ាន់វ៉ាន់និងអានចេញបានលុយពីខ្សែនេះជារបស់អញហើយចាំមើលទៅហា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 លោកយាយផាណែនមិនអាចជាចៅលោកយាយទេតើលោកយាយនិយាយអីហ្នឹងពីព្រោះអីតាមពិតកូនស្រីចង្រៃរបស់ខ្ញុំនឹងធ្វើការខាងបុនសពសោះចុះអាខូចនឹងឲ្យវាជាអ្នកណាសួរវាទៅមើលវាដឹងខ្លួនឯងអត់ហើយលោកយាយនៅតែថាវាជាចៅទៀតលើកលែងតែលោកលោតាមពិតជាភ្ញៀវរបស់កូនស្រីខ្ញុំសោះហាហាស្រីម្នាក់នឹងធ្វើការអញ្ចឹងសោះអត់ចេះខ្មាស់គេមែនស្រីបែបហ្នឹងគ្រាន់តែឃើញក៏ចង់ក្អួតដែរនឹងហើយកូនដែលកើតពីស្រីបែបហ្នឹងមិននឹងអាចជាសាច់ញាតិរបស់លោកលោទៅរួចពីអ្នកម៉ែកូននឹងពិតជាក្រាស់មុខមែនហ៊ានមកបន្លំធ្វើជាកូនចៅតកូលលោចាំតែលោកយាយដឹងខ្លួនទៅគ្រួសារយ៉ាងគ្មានអ្នកណារួចខ្លួនម្នាក់ទេងាប់ខ្ញុំហើយមីស្រីចង្រៃនឹងរកលូឆេងមិនឃើញទៀតពួកយើងក៏ត្រូវជាប់ពាក់ព័ន្ធដែរមិនក៏ប៉ានិយាយបង្ខូចឈ្មោះកូនអញ្ចឹងកូនជាកូនស្រីរបស់ប៉ាណាខ្ញុំចង់បានគ្រប់យ៉ាងបិទមកទៅខ្ញុំមិនមានកូនស្រីថោកទាបដូចអញទេខ្ញុំជាងជាកែងសុំស្បោះចំពោះមេឃដីខ្ញុំនឹងមីស្រីម្នាក់នេះកាត់ការឈប់ធ្វើជាឪពុកកូននឹងគ្នាចាប់ពីពេលនេះទៅវារស់រងាប់មិនពាក់ព័ន្ធនឹងខ្ញុំទេមែនហើយចង់សម្លាប់ឬចង់ធ្វើអីក៏តាមចិត្តទៅរកតែមីស្រីម្នាក់នេះនឹងអាខូចនឹងទៅបានហើយអូយកុំមករកពួកយើងអីជាងជាខាងលោកនៅមានសំចិញ្ញាអត់នឹងលោកហ៊ានបង្ខូចគេឈ្មោះកូនស្រីខ្លួនឯងដល់ថ្នាក់នឹងផងម៉ាក់ថយចេញទៅសងសឹកវាអាមនុស្សឥតប្រយោជន៍កូនប្រុសមួយក៏បង្កើតមិនបានបង្កើតបានតែកូនស្រីចង្រៃមិនស្គាល់ខ្មាស់បែបហ្នឹងនៅហ៊ានមកលោឡានៅមុខខ្ញុំទៀតមកវិញមកគុំធ្វើឲ្យខូចរបស់ខ្ញុំអាបាត់ផ្សំឯងហ៊ានជារែងផងកូនចង់បានប៉ាឯងស្មានតែមនុស្សច្រើនហ្នឹងសុទ្ធតែជាប៉ារបស់ឯងមែនទេឆ្លោះកញ្ចក់មើលខ្លួនឯងសិនទៅ
កុំវីកូនខ្ញុំល្អតើនេះចង់បះបរមែនទេអញហ៊ានលើកដៃដាក់អញផងចាំមើលថ្ងៃនេះអញចាត់ការអញយ៉ាងម៉េចចៅសម្លាញ់អញឈប់ភ្លាមមិនស្រួលទេមីក្មេងចង្រៃមើលចុះធ្វើឲ្យលោកយាយនិងលោកអគ្គនាយកលូខឹងដល់កម្រិតណាស់ហើយកូនខ្ញុំមិនមែនជាកូនឥតខានស្លាទេគេមានប៉ាតើណែណាទៅវាក៏គ្រាន់តែជាអាចកែនេះថាម្នាក់ប៉ុណ្ណោះម៉ាក់តើកូនពិតជាគ្មានប៉ាមែនអត់គេមានប៉ាតើប៉ានិងម៉ាក់ដូចគ្នាអើយគេនាំគ្នាធ្វើបាបពួកយើងហេតុអីម៉ាក់មិនមកការពារកូនគឺដើម្បីការពារកុំឲ្យកូនមកពិបាកនៅខាងក្រៅបែបហ្នឹងម្នាក់នេះមិនសមធ្វើជាឪពុកខ្ញុំទេលោកលីវកុំខឹងអីខ្ញុំចាំខ្ញុំនាំមីស្រីថោកទាបនិងអាខូចនេះចេញទៅឥឡូវហ្នឹងមិនឲ្យប៉ះពាល់ដល់កម្មវិធីលោកស្រីធំទេបាទមីកូនចង្រៃតាចាស់នៅភូមិជិតខាងគាត់មិនប្រកាន់ថាឯងជាស្រីខូចទេគាត់ព្រមចំណាយ 50,000 ការឯងប៉ុន្តែមិនឲ្យយកអាបន្ទុកនេះទៅតាមទេខ្ញុំប្រាប់ឯងឲ្យឆាប់យកអាសន្តាននេះទៅចោលនៅមណ្ឌលកុមារកំព្រាទៅកុំសង្ឃឹមថាមានអ្នកណាហ៊ានប៉ះកូនខ្ញុំឯងអូយធ្វើស្អីហ្នឹងអូយយាយអូយប៉ាប្រញាប់មកជួយម៉ាក់ផងហេតុអីពេលក្មេងនេះហៅប៉ាបេះដូងខ្ញុំជាម្លេះឈប់ភ្លាមលោកលូនេះជារឿងគ្រួសារខ្ញុំលោកកុំមកលូកដៃអីលោកប្រុសមីស្រីម្នាក់នេះមានគេយកទៅវាគ្រាន់បើណាស់ហើយអាខូចម្នាក់នេះវាមិនមានឪពុកតាំងពីដើមមកហើយគង់តែត្រូវបញ្ជូនទៅមណ្ឌលកុមារកំព្រាដែរហ្នឹងវាមិនមែនជាកូនលោកឯណាលោកកុំមកចេះដឹងរឿងគេអីទៅអត់ទេជាចៅប្រុសតើចៅបង្កើតរបស់ខ្ញុំលោកស្រីលទ្ធផលដណាមកដល់ហើយលោកស្រីលទ្ធផលដណាមកដល់ហើយទីស្អីឯងមានសិទ្ធអីហើយនៅមានទៀតចៅប្រុសចៅបង្កើតរបស់ខ្ញុំឯងមិនប្រញាប់ទៅខាត់គេទេអីឯងឈោមើលអាសត្វត្រឆាននេះលោកប្រពន្ធកូនឯងមែនទេម៉ែខ្ញុំប្រាប់ហើយតើក្មេងនឹងមិនមែនកូនខ្ញុំមែនទេលោកស្រីដឹងខ្លួនឡើងលោកអគ្គនាយកលូប្រាប់ហើយថាក្មេងនឹងមិនមែនជាចៅបង្កើតរបស់លោកស្រីទេបើចៅនឹងកូនប្រសារខ្ញុំមានរឿងអីខ្ញុំនឹងបុកវាឲ្យងាប់អាហាអាសត្វឥតខាន់ស្លាឯងហ៊ានខំអញផងជួយម៉ាក់ខ្ញុំផងខ្ញុំសំពាអង្វរជួយខ្ញុំផងអាសត្វឥតពូជម៉ែឯងវាថោកទាបមានគេយកទៅវាសំណាងណាស់ហើយប្រាប់ឲ្យដឹងបើឯងនៅតែមិនខ្វល់ទៀតអញនឹងឲ្យគេលូកទាំងឯងទាំងម៉ែឯងចោលឥឡូវហ្នឹងឯងនឹងហើយថោកទាបទាំងពូជលោកស្រីលទ្ធផលដណានៅកន្លែងខ្ញុំលោកស្រីលទ្ធផលដណារបស់អាម្នាក់នេះចេញមកហើយមើលឲ្យលឿនទៅgo ពិតជាលោកស្រីម្ចាស់មែនឥឡូវនេះឃើញមុខមាត់ពិតរបស់ម្ដាយកូនពីរនាក់នេះហើយអាខូចនេះវាមិនមែនជាចៅបង្កើតរបស់លោកស្រីទេអូយមានតែខ្ញុំម្នាក់គត់តែគិតគូរពីគ្រួសារយើងពិតប្រាកដលោកស្រីម្ចាស់ឲ្យកុំលើកលែងឲ្យអាខូចនេះឲ្យសោះម៉ាក់ឃើញច្បាស់ហើយមែនទេជឿនៅថាវាមិនមែនជាកូនរបស់ខ្ញុំប្រាប់ហើយតើលោកអគ្គនាយកលូមិននឹងអាចពាក់ព័ន្ធជាមួយស្រីបែបហ្នឹងបានអាខូចហ្នឹងពិតជាមិនមែនឈាមជ័រលោកអគ្គនាយកលូមែនស្រីថោកទាបនាំទាំងកូនឥតខាន់ស្លាមកចង់ការជាមួយលោកអគ្គនាយកទៀតគ្រាន់តែមន់ព្រៃចង់ធ្វើជាហងមែនទេស្ដោះទឹកមាត់ដាក់ហ្មងស្អីគេចេញទៅអាកូនអប់តែញោភ្នែកនៅកញ្ចឹងម៉ាក់មើលវីដេអូនឹងចប់ហើយតើនៅមកវាខ្ញុំធ្វើអីទៀតមើលឲ្យច្បាស់ដោយខ្លួនឯងទៅ
មើលទៅមែនកូនបង្កើតអត់ខ្ញុំស្រវាំងភ្នែកមែនទេអាខូចនឹងកុំប្រាប់ណាថាជាកូនលោកអគ្គនាយកលូមែនសុំទោសប៉ាយប់ជ្រៅហើយនៅរំខានប៉ាទៀតសុំទោសប៉ាមករកកូនយឺតមែនទេសុំទោសលោកពិតជាប៉ារបស់ខ្ញុំមែនអត់មែនហើយប៉ានេះហើយអានក្មេងល្អឆាប់ហៅប៉ាមកកុំខ្វល់ពីគាត់អីមកនេះហៅលោកយាយសិនមកឆាប់ហៅលោកយាយគាត់ពិតជាប៉ារបស់អានមែនមើលទៅលោកស្រីធំនិងលោកប្រធានលូមិនដូចជាកុហកទេលោកយាយប៉ាម៉ាក់6 ឆ្នាំហើយទីបំផុតកូនរកកូនប្រុសឃើញហើយម៉ាក់6 ឆ្នាំហើយទីបំផុតខ្ញុំរកឃើញចៅបង្កើតហើយមិនមែនទេពួកត្រកូលលូនេះកំពុងធ្វើស្អីហ្នឹងស្អីគេលោកស្រីធំម្នាក់ឈួតបាត់ទៅហើយឬមួយក៏លោកប្រធានលូក៏ឈួតដែរមែនទេអាសន្តានថោកនេះប្រហែលមិនមែនជាសាច់ឈាមបង្កើតរបស់លោកប្រធានលូមែនទេដឹងអ្នកប្រុសហេនអ្នកប្រុសច្បាស់ជាមើលច្រឡំហើយអាសន្តានថោកនេះមិនមែនជាសាច់ឈាមបង្កើតរបស់អ្នកប្រុសទេមើលច្រឡំខ្ញុំមិនជឿទេច្បាស់ជាមើលច្រឡំហើយមើលច្រឡំមែនអ្នកប្រុសខ្ញុំឃើញនឹងភ្នែកថាអាសន្តានថោកនេះមានម្រាមដៃ5 មួយច្បាស់ជាមកពីនាងដើរលេងជាមួយប្រុសផ្ដេសផ្ដាស់ទើបបង្កើតកូនមកបែបហ្នឹងលោកប្រធានស៊ូជាអ្នកមានបំផុតមិននឹងអាចមានកូនម្រាមដៃ5 មួយទៅកើតច្បាស់ជាកូនឥតខាន់ស្លាមែនហើយឯងនិយាយថាអីម្រាម5 មួយមែនខ្ញុំឃើញផ្ទាល់នឹងភ្នែកខ្មងចប់ហើយចប់បាត់ហើយលើកនេះតាសុងខឹងមែនទែនហើយខ្ញុំធ្វើឲ្យខូចការអស់រលីងមកពីអញនឹងអាថោកទៀតធ្វើឲ្យត្រកូលជាងយើងវិនិច្ឆ័យអស់ហើយមិនមែនកំហុសខ្ញុំទេលេងដៃទៅហា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 មិនចម្លែកទេដែលត្រកូលជាងយើងរកកូនប្រុសបន្តពូជមិនបានអញសង្កត់ក្បាលឯងឲ្យជាប់មកពីហុងស៊ុយម្ដាយកូនឯងចង្រៃនឹងហើយអានឹងនៅហ៊ានទៅមកទៀតឈប់ភ្លាមចៅប្រុសអញកូនប្រសាអញម៉ែត្រជាក់ចិត្តសិនទៅខ្ញុំទ្រាំមិនបានទេយកថ្នាំបញ្ចុះឈាមមកឲ្យលឿនខ្ញុំទ្រាំមិនបានទេធ្វើឲ្យគាត់ខឹងដល់សន្លប់បាត់ហើយគេច្បាស់ជាមិនលើកលែងឲ្យកូនប្រុសតកូលជាងយើងទេយើងមិនទៅតាំងជាមួយអ្នកមានឈ្នះទៅប្រញាប់រត់ទៅអាហាខ្ញុំអាហាចៅប្រុសអញណែណាកូនប្រសាអញណែណាចៅប្រុសអញម៉ែចៅអញច្បាស់ជាត្រូវឯងធ្វើឲ្យខឹងរហូតរត់បាត់ហើយមួយជីវិតគេនេះពិបាកវេទនាមកប៉ុន្មានឆ្នាំហើយចុះអញដាច់ចិត្តមិនទទួលស្គាល់ទាំងម្ដាយទាំងកូនគេអញ្ចឹងមកអាសាត្រិឆានអញប្រញាប់ទៅរកចៅនិងកូនប្រសាមកវិញភ្លាមកូនប្រសាទៅឆាប់ទៅម៉ាក់ខ្ញុំវាថោកទាបណាស់មនុស្សស្រីម្នាក់ឯងចិញ្ចឹមកូនទម្រាំធំប៉ុណ្ណឹងមិនងាយស្រួលទេមិននឹកស្មានថាខ្ញុំចំណាំពួកគេមិនបានសោះឯងនៅថ្មឹងធ្វើអីទៀតឆាប់ឡើងទៅតាមរកពួកគេមកវិញឲ្យម៉ាក់បាទម៉ាក់កូនទៅឥឡូវហើយពួកគេយ៉ាងម៉េចហើយម៉ាក់កុំបារម្ភអីកូនឲ្យឆេនដេស៊ូទៅឆែកមើលហើយយ៉ាងម៉េចហើយលោកអគ្គនាយកលោករកឃើញហើយកញ្ញាយ៉ែងនាំអ្នកប្រុសតូចទៅភូមិតកូយ៉ែងហើយលឿនឡើងទៅទទួលពួកគេមកផ្ទះវិញតោះរបស់អស់ទាំងនេះគឺជាកាដូដែលម៉ាក់ជូនចៅនិងកូនប្រសាចាប់ពីថ្ងៃនេះទៅ
ប៉ានឹងយករបស់ដែលល្អបំផុតលើលោកមកឲ្យពួកគេទាំងអស់ចាត់ចែងទៅខ្ញុំចង់រៀបការជាមួយវ៉ាន់ឲ្យអាធិកអាធំបំផុតបាទចាំបងណាលើកនេះបងមិនឲ្យអូននិងកូនពិបាកទៀតទេចេញដំណើរទៅភូមិតកូយ៉ែងទៅទទួលចៅនិងកូនប្រសារខ្ញុំមកផ្ទះវិញនាំអ្នកប្រុសតូចត្រឡប់មកផ្ទះវិញចូលមកលុតជង្គង់ចុះភ្លាមមីស្រីឥតខាន់ស្លាឯងនៅហ៊ានមកភូមិវិញទៀតអេហេតុអីលោកហ៊ានជេរម៉ាក់ខ្ញុំម៉ែឯងដើររីមីជាមួយប្រុសខាងក្រៅកាត់ឯងមកសំបីតែក៏គ្មានដែរស្រីពេញមួយភូមិនឹងមានអ្នកណាដូចវាខ្លះមុខក្រាស់ឥតខ្មាស់អុយមើលដៃអាខូចនឹងមើលព្រះឲ្យមិនចម្លែកទេដែលប្រុសម្នាក់នោះមិនយកទាំងម៉ែទាំងកូនខ្ញុំមិនមែនកូនឥតខាន់ស្លាទេខ្ញុំមានប៉ាមិនបានបោះបង់ខ្ញុំនឹងម៉ាក់ទេអាខូចឯងចង់ត្រូវរំពាត់មែនទេចាំមើលអញវាយមើលទៅឯងចង់ត្រូវមេរៀនមែនទេអុយអយុធធម៌ណាស់លោកអើយតើគ្រូសាតកោជាងយើងសាងកម្មអីទៅបានជាកើតកូនមិនដឹងគុណដូចឯងមកអញ្ចឹងបើពួកឯងហ៊ានប៉ះកូនខ្ញុំទៀតខ្ញុំនឹងស៊ូស្លាប់រស់ជាមួយពួកឯងម៉ែអាងប់អញខំបង្កើតខំចិញ្ចឹមឯងតែឯងបែរជាបង្កើតអាមេកំណាចនឹងមកឲ្យអញមិនត្រឹមតែឲ្យគេសាច់ចំអកពេញភូមិទេសូម្បីតែលុយទឹកដោះដី3សែនក៏រលីអស់ដែរគ្រាន់តែដោយសារខ្ញុំជាកូនស្រីពុកទើបខ្ញុំត្រូវពុកជេរប្រមាថហើយលូកក្បាលចោលបែបនឹងមែនទេកូនមើលចុះវាហ៊ានទៅមាត់ជាមួយឯងទៀតម៉ែប្រាប់ហើយថាត្រូវតែចាត់ការទើបវាស្ដាប់បង្គាប់មីថោកទៀបអញជាឲ្យបង្កើតអញណាជីវិតឯងគឺអញជាអ្នកឲ្យទោះអញវាឯងងាប់ក៏គ្មានអ្នកណាហ៊ានជួយដែរហេខាងក្រោយមិនក៏មិនទាន់ញ៉ាំទៀតមេភូមិលោកត្រូវតែជួយចាត់ការបើទុកឲ្យខ្ញុំវីទៀតច្បាស់ជាមានរឿងធំមិនខានខ្ញុំសំពះអង្វរលោកហើយក្រោកឡើងទៅក្នុងនាមជាឪពុកប្រដៅកូនស្រីបង្កើតខ្លួនឯងជារឿងត្រឹមត្រូវបំផុតកុំមកធ្វើបាបម៉ាក់ខ្ញុំប៉ាខ្ញុំត្រឡប់មកវិញច្បាស់ជាអញនឹងលេងពួកឯងអាខូកូនឥតខាន់ស្លានៅភូតផុតទៀតថ្ងៃឯងមានប៉ាដែរហីប៉ារបស់ឯងគ្រាន់តែជាអាស្មុំសុំទានធំក្លិនម្នាក់នឹងប៉ាខ្ញុំមិនមែនអ្នកសុំទានទេប៉ាខ្ញុំមិនមែនជាសត្វអូតទេឯងថាម៉េចប៉ាឯងឈ្មោះសុងហ្វូរូអីនឹងហីអាហាមេក្រុមកុំទៅស្ដាប់វាឡប់ឡាយអីវាកំពុងយល់សពទាំងថ្ងៃត្រង់ទេអាខូកូនឥតខាន់ស្លានេះមិននឹងអាចជាកូនរបស់លូចឹងទៅកើតខ្ញុំមិនបាននិយាយផ្ដេសផ្ដាសទេពិតមាត់ពួកឯងទាំងពីរម៉ាក់កូននៅតាមផ្លូវធ្វើរឿងអីខ្លះខ្លួនឯងមិនដឹងទេអីនៅហ៊ានកុហកទៀតខ្ញុំអត់បានកុហកទេបងតូចពិតជាចៅបង្កើតរបស់លោកមែនមិនក៏លោកដាច់ចិត្តវីទៅរួចចៅបង្កើតតែអញមិនដែលមានចៅថោកទាបបែបនឹងទេមីស្រីចង្រៃពូដែលអញបង្កើតមកជីវិតថោកទាបដូចតែឯងនឹងវីឲ្យងាប់ទៅវីឲ្យងាប់វីខ្ញុំឲ្យងាប់ទៅវីឲ្យងាប់ទៅអូអាតូចរដងអញវីប្រពន្ធវីកូនស្រីឥឡូវសំបីតែចៅខ្លួនអញក៏វីដែរអញនៅជាមនុស្សទៀតអត់អញប្រដៅកូនស្រីអញសោះពាក់ព័ន្ធស្អីឯងអូឬមួយក៏អញស្រឡាញ់មេស្រីថោកទាបម្នាក់នេះហាគួរឲ្យស្ដាយណាស់អញព្រមយកលុយ 50000 លក់ឲ្យភូមិចិត្តខាងឲ្យតាចាស់ហួងបាត់ហើយបើអញចង់បាននាង 100000 នាងជារបស់អញហើយតែនាងជាកូនបង្កើតរបស់ពូណាមិនមែនជាតំណែងទេសូម្បីតែសត្វខ្លាក៏មិនស៊ីកូនអញដែរពួកអញពិតជាមិនមែនមនុស្សមែនឯងដឹងស្អីខ្លះមេស្រីថោកទាបនឹងកូនវាទៅធ្វើឲ្យគ្រួសារតកូលលោកខឹងបើតកូលលូមកគិតបញ្ជីគឺអ្នកភូមិយើងទាំងអស់នឹងវិនិច្ឆ័យមិនខាន
បេភូមិខ្ញុំជាងជីកាំងថ្ងៃនេះសូមឲ្យចាស់ទុំក្នុងភូមិជួយធ្វើជាសាក្សីខ្ញុំសូមកាត់កាលកូនស្រីថោកទាបម្នាក់នេះចោលចាប់ពីពេលនេះទៅវាងាប់ព្រោះមិនពាក់ព័ន្ធនឹងខ្ញុំសំបីតែបន្តិចមិនពាក់ព័ន្ធនឹងខ្ញុំបន្តិចណាឡើយពូស្អប់ខ្ញុំព្រោះខ្ញុំជាកូនស្រីតាំងពីតូចដល់ធំពូមិនដែលធ្វើអីក្រៅពីវានឹងជាខ្ញុំទេខ្ញុំរើអេតចាយរកលុយបង់ថ្លៃរៀនសាកលវិទ្យាល័យម៉ែហែកសម្បត្តិចូលរៀនខ្ញុំហើយចង់លក់ខ្ញុំឲ្យមនុស្សឈួតយកលុយការទៀតនៅចង់ឲ្យសឹងអីទៀតកូនស្រីនឹងវាចង្រៃតាំងពីដើមហើយប្រញាប់ស៊ីញ៉ៃទៅកុំស្ដាយក្រោយឲ្យសោះស្ដាយក្រោយអ្នកណាអូខ្ញុំនឹងហើយហាហាបើអញស្ដាយក្រោយអញមិនមែនជាមនុស្សទេចាប់ពីពេលនេះទៅយើងគ្មានពាក់ព័ន្ធគ្នាទៀតទេកុំយកទៅមិនឲ្យទៅណាទាំងអស់អញលក់ហែងឲ្យតាចាស់ភូមិចិត្តខាងបាត់ហើយបន្តិចទៀតគាត់បើកឡានមកទទួលហែងទៅរៀបការហើយអូខេពងវិញផ្លូវអីអញមិនដឹងទេមីកូនចង្រៃបន្តិចទៀតអញនឹងបញ្ជូនហែងទៅមណ្ឌលកុមារកំព្រាឲ្យម៉ែហែងនិងហែងបែកគ្នាឲ្យរៀងហាហាមិនមែនទេម៉ែខ្ញុំមិនព្រមទេហេតុអីបង្ខំឲ្យខ្ញុំការជាមួយតាចាស់ហ្នឹងខ្ញុំមិនការដាច់ខាតមិនការហីស្រីខូចដូចហែងមានគេយកទៅក្រនបើណាស់ហើយថ្ងៃហ្នឹងទោះមិនចង់ក៏ត្រូវតែការដែរមិនចង់ការក៏ត្រូវតែការដែរមីថោកទាបអញធ្វើឲ្យថោកទាបដល់អ្នកភូមិទាំងមូលហើយបើកាលពីមុនវិញអញត្រូវគេញាត់ត្រង់ជ្រូកបោះទឹកបាត់ហើយវាបំពេញច្បាប់ភូមិតកោជាងមិនអាចលើកលែងឲ្យវាងាយទេបើស្រីក្នុងភូមិធ្វើតាមវាទៀតច្បាស់ជាវិនាសមិនខានធ្វើម៉េចអូទាំងម៉ែទាំងកូនវាមកនេះមកចង់ធ្វើអីហ្នឹងចង់រត់ចោលស្រុកទាំងបោកគុំខ្ញុំទៀតមែនទេអេតខ្មាស់មិនទាន់ការផងមានកូនបាត់ធ្វើឲ្យថោកទាបដល់ត្រកូលជាងអស់ហើយថ្ងៃនេះចាំមើលយើងនឹងឲ្យឯងស្គាល់ច្បាប់ភូមិតកូជាងឲ្យពួកវាលុតជង្គង់ចុះសំពះសុំទោសដូនតាត្រកូជាងយើងភ្លាមពួកឯងសុទ្ធតែជាមនុស្សអាក្រក់ចាំម៉ាក់ខ្ញុំមកគាត់មិនលើកលែងឲ្យពួកឯងទេអូយខ្លាចណាស់ហ្នឹងអាវាស័យគ្មានឪពុកមីស្រីខូចគ្មានអ្នកណាយកមានអីមកចាត់ការពួកយើងលោកប្រធានលូលោកស្រីធំកញ្ញាជាងនិងអ្នកប្រុសតូចនៅឯវិហារត្រកូលលឿនឡើងទៅវិហារត្រកូលជាមួយខ្ញុំចង់សុំការឥឡូវហ្នឹងអាសាត្រិឆានយកចិញ្ចៀនពេជ្រកំពេចកំពុកនឹងមកសុំការមែនទេគ្រូសាលូយើងខ្សែធនហើយមែនទេម៉ាក់ចិញ្ចៀននឹងតម្លៃ100លានណានៅមិនទាន់គ្រាន់ទៀតទេទៅឡាវលីភ្លាមអូយអាឡូរបស់ដែលដេញថ្លៃបាននឹងតម្លៃ500លាននឹងទិញបានអាថ្លង់មែននៅបានហើយលោកស្រីខ្ញុំឲ្យគេយកទៅជូនលោកស្រីហើយនៅមានរឿងមួយទៀតកូនប្រុសខ្ញុំថ្ងៃនេះនឹងសុំគេរៀបការទៅមើលផ្កាកុលាបពេញក្រុងមកឲ្យអស់យកទៅសាលាត្រកូលភូមិជាងឲ្យលឿនបំផុតនេះដូចជាដឹកមកអស់ពីហាងក្មេងលេងតែម្ដងហើយនៅមានអ្នករៀនពូកែលំដាប់ពិភពលោកទៀតអាថ្លង់មែនតម្លៃ500លានឯណោះលោកស្រីពិតជាស្រឡាញ់អ្នកប្រុសតូចអានខ្លាំងដល់ថ្នាក់លើសលោកមែនអានរបស់ខ្ញុំមិនដែលបានលេងរបស់លេងទេគេច្បាស់ជាចូលចិត្តកាដូដែលខ្ញុំរៀបចំឲ្យមិនខានឯងមានកូនទាំងមិនទាន់ការធ្វើឲ្យខូចគិតយូរណាស់ចរិតថោកទាបសុកចិត្តឲ្យងាប់ទៅវិញល្អជាងខ្ញុំមិនបានដើរលេងផ្ដេសផ្ដាសជាមួយប្រុសណាទេកូនខ្ញុំក៏មិនមែនជាកូនឥតខានស្លាដែរគឺពួកអ្នកឯងទេដែលមកធ្វើបាបខ្ញុំមិនខុសទេហេច្រើនឆ្នាំមកនេះភូមិជាងយើង
មិនដែលធ្លាប់មានរឿងអាស្រូវអីបែបហ្នឹងទេឯងថោកទាបមិនអស់ចិត្តនៅទៅធ្វើឲ្យគ្រួសារលោកខឹងទៀតធ្វើឲ្យប៉ះពាល់ដល់អ្នកភូមិទាំងមូលដេញអាពីរអ្នកម៉ែនឹងកូននេះចេញទៅមេភូមិបើដេញពួកគាត់ទាំងពីរអ្នកចេញពីភូមិមែននោះពួកគាត់ច្បាស់ជាគ្មានផ្លូវរស់ទេខ្ញុំសូមអង្វរមើលពួកគាត់ផងមើលពួកគាត់ទៅមើលពួកវាគ្មានផ្លូវរស់វាពាក់ព័ន្ធអីជាមួយខ្ញុំអ្នកភូមិផ្សេងទៀតគេនៅចេះទៅធ្វើការនៅទីក្រុងដែរតើរកបានមួយខែ3-4,000ចុះពួកវាវិញប៉ុន្មានឆ្នាំមកនេះធ្លាប់រកបានមួយរៀលទេធ្លាប់ជួយអ្វីដល់ភូមិខ្លះទេពិតជាអាមនុស្សឥតប្រយោជន៍មែនលោកប៉ូលីសខ្សែដៃមាសនេះជូនលោកអង្វរលោកកុំចាប់ម៉ែខ្ញុំអីគាត់ពិបាកណាស់តម្រាំបានរៀបការចូលគ្រូសាតកោសុនខ្ញុំសំពាអង្វរហើយឲ្យខ្សែដៃកំពេចកំពុកនឹងតម្លៃបានប៉ុន្មានទៅក្រចង់ងាប់កាបូបលុយស្អាតជាងមុខទៀតមែនហើយនៅមានមុខយកខ្សែដៃមាសមកទៀតខ្សែដៃមាសអីទៅប្រហែលជាទិញតាមចិញ្ចើមថ្នល់ទេដឹងរបស់ថោកទិញមកធ្វើចរិតចង់បានមុខមាត់សោះមីស្រីថោកទាបកូនស្រីធ្វើរឿងអាម៉ាស់មិនទាន់អស់ចិត្តទៀតនៅយករបស់คล้ายៗមកបង្អួតឲ្យគេសាយចំអកទៀតគួរឲ្យលក់មុខណាស់ខ្សែដៃឯងប្លែកមែនទែនហាពណ៌អស់ហើយតើខំសន្សំសំចៃស្ទើងាប់ចុងក្រោយទិញបានតែរបស់คล้ายបើវាជាមាសមែនប្រហែលជាដូរបានជីវិតពួកឯងទាំងបីម៉ែនឹងកូនហើយហាល្អតើហ៊ានយករបស់คล้ายមកបោកអញផងមិនលើកលែងឲ្យដាច់ខាតខ្ញុំពិតជាមិនដឹងថាវាជារបស់คล้ายទេលក់មុខអស់ហើយបិទមាត់ទៅខាត់បងមិនអស់ចិត្តនៅមកធ្វើឲ្យលក់មុខទៀតអាជាងជីកម៉ាក់ខ្ញុំខំបង្កើតកូនចិញ្ចឹមទាំងចាស់ទាំងក្មេងឲ្យពុកឥឡូវពុកបែរជាជួយអ្នកក្រៅមកធ្វើបាបគាត់ប្រយ័ត្នបាបកម្មណានាងជាប្រពន្ធអញចង់ធ្វើអីក៏បានដែរហែងហ៊ានដាក់ទំនាយអញផងហីចាំមើលអញវីហែងឲ្យងាប់អាអកតញ្ញូកុំវីប៉ាខ្ញុំកុំវីលោកយាយខ្ញុំល្អតាអីចឹងអញចាត់ការហែងអាចឆ្កែចំសៀតនេះមុនសិនបងថ្លៃខ្ញុំម៉ាក់ខ្ញុំហើយនឹងប៉ាខ្ញុំមកដល់មិនលើកលែងឲ្យពួកឯងទេប៉ាហែងនឹងមិនមែនគ្រាន់តែជាអ្នកសុំទានទេអីគ្រាន់តែអ្នករើសអេតចាយសោះនឹងបើវាហ៊ានមកបង្ហាញមុខនៅមុខអញនឹងវាបំបាក់ជើងវាឲ្យមើលអញអាថោកទាបកុំមកជេរពុកយើងហាពុកមិនចេះប្រដៅកូនប្រហែលងាប់តៃហោងនៅណាទៅហើយបើអញហ៊ានប៉ះកូនយើងនឹងចាត់ការប្អូនអញចង់បះបោលផងអីអាថោកទាបគ្រូសាអញធ្វើឲ្យសាលាបុណ្យត្រកូលជាងយើងនៅកន្លែងណាទៅអូយកូនយើងសី8ជាតិទើបយកអញធ្វើប្រពន្ធបង្កើតកូនប្រុសមិនបានទៅហើយឥឡូវហ៊ានយករបស់คล้ายយកកងដៃមកបោកមេភូមិទៀតសប្បាយចិត្តណាស់លោកមេភូមិខ្ញុំនឹងយកពួកវាទៅឃុំក្នុងទឹកឥឡូវហ្នឹងទៅលេងយើងកុំមកមើលយើងលេងទៅយើងធ្វើបែបហ្នឹងមិនអីទេដឹងអូយក្មេងនឹងគ្មានឪស្រីនឹងគ្មានប្តីមេម៉ាយកូនខ្ចីគ្មានអ្នកបង្អែកខ្លាចអីលោកតាសុំអង្វរកុំធ្វើបាបម៉ែខ្ញុំអីខ្ញុំមិនឃ្លានទេមកពីជួយខ្ញុំសោះទើបម៉ែត្រូវពិបាកគឺមកពីខ្ញុំមិនល្អខ្ញុំមិនគួរកើតមកមិនគួរមកលើលោកនេះសោះលោកតាសុំអង្វរហាកុំមកចេះដឹងកុំឲ្យខ្ញុំក្រោកឡើងបើមិនអញ្ចឹងម៉ែអូយមិននឹកស្មានថាអាត្មារបស់ឯងក៏ចេះដឹងគុណដែរអូខេចង់បានអីបាននឹងឲ្យអាតូចនឹងលុតជង្គង់ដែរទៅឈប់ភ្លាមហ៊ានប៉ះកូនអញផងអញថាពួកភូមិតកោចាំងឯងចង់ងាប់អស់ហើយមើលទៅឈប់ភ្លាមហ៊ានប៉ះកូនអញផងអញថាពួកភូមិតកោចាំងឯងចង់ងាប់អស់ហើយមើលទៅគាត់គឺជាប៉ាបង្កើតរបស់អានហាឯងនឹងហើយប៉ាបង្កើតរបស់អាសត្វឥតខាន់ស្លានេះមនុស្សក្រៅសោះហ៊ានមកដល់ផ្ទះអញទៀតអេ
ស្លៀកពាក់ស្អីនឹងរហែកក្រយ៉ៃក្រអីក៏យ៉ាងនេះសំបីតែខោអាវក៏គ្មានលុយទិញដែរពាក់របាំងមុខនឹងប្រហែលជាខ្មាស់គេមិនហ៊ានបង្ហាញមុខទេដឹងមុខចាស់ហើយអាក្រក់ទៀតគ្មានឪពុកម្ដាយប្រដៅទេគួរឲ្យស្ដាយជាអ្នកសុំទានសោះនេះចៅអញតាំងពីតូចមកវាមិនដែលបានលេងប្រដាប់ក្មេងលេងទេអញស្លៀកខោអាវនឹងទៅលួងអានទៅវានឹងសប្បាយចិត្តមិនខានពាក់របាំងមុខកញ្ចាស់នឹងធ្វើចរិតស្អីឯងធ្វើចរិតស្អីអាយ៉ាហាហាអាតូចនេះចរិតឌឺមិនធម្មតាដែរតើអាយ៉ាកំឡុងខ្សោយម៉េះហាហាហាសប្បាយលេងណាស់ធំដល់ហើយមើលចុះឯងឈួតមែនទេហាហាហាមិនអីទេមែនទេមិនអីទេនេះជាកាដូប៉ាឲ្យកូនចូលចិត្តទេចូលចិត្តព័ត៌មានក្តៅប្រចាំថ្ងៃមហាសេដ្ឋីអាចកំបាំងម្នាក់ដេញថ្លៃទិញរបស់លេងដែលឈប់ផលិតក្នុងតម្លៃ500លានឮថាគ្រាន់តែជាកាដូឲ្យចៅប៉ុណ្ណោះដូចគ្នាបេះបិទរបស់លេងនេះដូចគ្នាបេះបិទតែម្ដងវាជារូបតុក្កតាអ៊ុលត្រាមែនដែលឈប់ផលិតតម្លៃ500លានណា500លានឯណោះម៉ែថ្លៃឲ្យ500លានរបស់លេងនេះគួរឲ្យខ្មាស់គេណាស់500លានដូចដែលខ្ញុំឃើញក្នុងទូរទស្សន៍បេះបិទព្រឹកនេះនឹងប្រកាសនៅក្រុងជាងឆឹងមេភូមិផ្នែកផលិតកម្មខេត្តតុលាឲ្យបងឯងច្បាស់ជាមើលច្រឡំហើយមើលទៅដឹងតែអ្នកក្រហើយមិនដឹងថាខោអាវនឹងរើសចេញពីគំនរសម្រាប់មកស្លៀកទេដឹងគាត់មានលុយ500លានពីណាមកយកមកទិញរបស់លេងហ្នឹងពីថ្ងៃមុនខ្ញុំទើបតែនៅស្ថានីយ៍យោធភ្លើងទិញឲ្យកូនប្រុសខ្ញុំមួយដូចគ្នាបេះបិទតម្លៃតែ10រៀលសោះឯងឈួតដោយសារក្រពេកមែនទេរបស់អេកចាយ10រៀលសឹងដល់ទៅ500លានចុះមិននិយាយថាខ្លួនឯងជាមហាសេដ្ឋីលោកលូតែម្ដងទៅម៉ែឲ្យខ្ញុំនឹងហើយគឺលូហាន់ឈួនស្អីគេឯងថាឯងជាមហាសេដ្ឋីលោកលូអីចឹងអេអាឈួតនេះខួរក្បាលឯងឈួតមែនទេគ្រូសាឯងទាំង3នាក់នឹងម្នាក់ជាមនុស្សថោកទាបមិនស្គាល់ខ្មាស់ម្នាក់ទៀតជាក្មេងមានម៉ែតែអត់ប្រដៅអាសន្តានថោកទាបហើយនឹងអាក្រៃក្រែងទៀតហាហាហាតែពួកឯង3នាក់នឹងចង់មកតោងខ្សែស្រឡាយត្រកូលលូអីបង្ខំយើងមិនក៏ពួកឯងមើងងាយគេម្លេះហេអាប្រដាប់ក្មេងលេងកំពេចកំពុកនឹងយកមកបោកគេមែនថែមទាំងហ៊ានមកបន្លំទៀតថ្ងៃនឹងអញមើងងាយពួកឯងនឹងហើយមើងងាយមែនទេហ្មងមើងងាយពួកឯងនឹងកុំអីនេះជាកាដូប៉ាឲ្យកូនតាអាឆ្កែនេះឯងចង់ថ្ងៃនឹងអញម៉ាក់កូនការពីកាដូប៉ាឲ្យមិនបានទេមិនអីទេកូនចាំម៉ាក់ឲ្យគេជួសជុលឲ្យវិញណាអាថ្លង់អូទ្រេមិននេះតម្លៃ500លានឯងគិតសងយ៉ាងម៉េចអាប្រដាប់លេងកញ្ចាស់នឹង500លានឯងចង់បោកខ្មាច់មែនទេល្អភូស្តាំងច្បាស់500លានបើមិនសងជួបគ្នានៅតុលាការចាំមើលអញរាប់មើលរី10រយពាន់ម៉ឺនសែននេះ100លានស្អីគេ500លានចប់ហើយអាយ៉ាកូនល្ងងរបស់ម៉ែឲ្យខ្លាចអីអាអ្នកសុំទាននឹងមើលចុះសុំបីខោអាវសំរុំក៏គ្មានស្លៀកផងបានលុយ500លានពីណាមកមែនហើយអាក្រៃក្រអញហ៊ានដល់ថ្នាក់នឹងផងហ៊ានមកបោកអញ500លានផងអញថាសុំបី500ក៏អញគ្មានផងមានភូស្តាំងច្បាស់លាស់បើមិនសងលុយទេគឺជាប់គុក
Nếu miên Postang tiếp. Sẽ kế. Anh hai cho lời o. Postang sẽ ngọt tờ. Chứ bác chi vìa. Hiên một bọc lùi anh phòng. Rồi bỏ hành. Ây da. Lọ hời. Ôi. Kê vi mình nụ hời. Mà nẹ ní một bằng có chùm lũ đo phung từ cô chàng dần phòng. Vi mình nụ hời. Lục mê phung lục trâu tẻ. Chui rốt dư tự thua ở bùi dân phong mà nẹ ní vi mình nụ. Ha ha ha. Lục mê phung nẹ rồi ní hiên một lô la nở phung dần. Đách khát cùng lược lên ở vía cùng oi vi rùi khuôn. Men hai cùng oi mà nẹ ní rùi khuôn ở so. Ní. Tay chuyền. Smom nâng hiên bần lóm thưa chỉ lục lục hong. Dương trơ tay chặt ca vi chùm nụ lục lồ. Phụ nâng rồi nè, rồi hai khâu tiếp mình đăng hiên first a tệ. Bong pro nhập từ sân tơ ở lườn. Búc pro nhập từ nơi tin ní cruth nạn nè. Công bà rồng ấy. Lược ní ba mình tốc bu côn cho đạch khát. Dương tới chỉ mũi khỉa. Chốc. Vậy anh hai trong rốt tờ nà tiết chừng rải. Ngày ní anh ở anh đã trô tay xanh chênh. Hiên ba bu kê sạ mờ. Công ấy. Chốc bà có chỉ lục lô men nú. Mình ai tơ rùi tê. Lục lô một phung dân thơ ấy. Hai sliệp bẹ chật bẹp nâng tiết. Lục lơ quát miền nà. Bà quát sờ lạnh mấy khmênh srei thọc tiếp nâng mèn. Anh sốc chất sầm bẹ ôi thúc vai bằng cung quát phliềm. Anh thơ ca nờ krong thlop khơi hài. Sliệp bẹ bẹp nâng. Xuất tay phụ đà chay cỏ đạp sai pin chỉ cam đà nâng vi nẹ cỏ sọ. Mình á chim ha sẽ thay lục lô tê. Anh nì dây trơ mèn. Lục lú tha nạc bung khbu nà. Mình ách một sliệp bẹ đôi phụ đà chay cỏ đà hành chẳng tê. Côn pro. Tên lô klein nâng chênh tờ. Công pa cọt. Mi srei thọc tiếp hành nâng. Bà ca nâng hành prong ca chỉ mùi ạp lờ nâng. Anh ban lôi klein tật đó sam sập mờn bạt hời. Mà lấy xâm anh đà lên sập bài bạt hời. Lơ hành thưa ở anh khát lôi sam sập mờn. Hai nơ ca pi ạp pro hai nâng tiết anh ngày nì. Nè. Hiên cùng rạc tiết mờ. Trong ở bạn đầy mến. Thưa chờ đôi khlang à. Chăm mơ ngày ní hành chỉ xây ở bạc cọt. Thưa bút chỉ ạc cầm bằng. Chăm mơ ngày ní hành chỉ khmoi pris ấy. Hâm. Ô hồ. Khai kê khơi một mén. Rưu mũi có hai một mọt ạc cọp. Đôi bị sạch mén tế. Ha ha. Mấy cô anh mơ nghĩ kê bẹp nắng. Bất mọt tờ. Ca nâng ở ca chỉ mũi ạp lơ đầm bay soi sốc hai mình prom. Bài chỉ trong một thưa srei thọc tiệp. Một đếch xí chỉ mũi ạp rốc hai ạc cọp nâng. Tham tem bằng ca ban côn kênh che mà nẹ tiệp. Bà cá chỉ mũi ạp lơ dạng hói có bán sam sập mờn đài. Cho hai một nơi chỉ mũi ạp ro hai nâng. Miên tài đà rơ ép chạy tề. Nú vía sam sập mờn nà. Sam sập mờn nâng ai ở dương song vì là nơi srop phum bàn bạt hời. Tú chỉ quạt miên rục riêng bạch na cỏ đòi. Quạt nơi tài chỉ ở bốc bằng ca rồi bọc côn khnyom. Khnyom mình rơ ăn quạt đạch khát. Mình tha quạt yang mệt tê quạt nơi tài chỉ pa rồi bọc khnyom. Lõ ta. Không trình châm hành lang lùm bạ vệt nỉa. Hành thưa ở anh khát ọc bay sen bắt tờ hời. Trình châm chkai có miênប្រយោជន៍ chiên hành đài. Chén dế khen anh nì dây xong chia mình nụ họt nắng. One chỉ côn bằng ca rồi bỏ anh nà. Anh mình miên côn thọc tiếp bẹp nằng tê. Nẹ na tờ đăng thà ăn thọc nằng. Ca chênh pi anh lùi miên pro khang krao mền tế. Anh hiên mua bằng cách kết du anh phòng ấy. Hai nơi mình prong từ tu xoa côn bằng cách luôn anh tiếp. Ta lô klop trình châm khnyom đài ọt. Lôi cả anh tranh là bánh ở hai amenu hờ mờ côn. Hành hiên tờ mọt chi mùi anh phong. Phụ anh còn pông thưa xây nắng. Lục srei mì cha. Mạc. Lục srei chbác chi một chát ca srei thọc tiếp nằng hời. Crusa vì tiếng bầy nẹ ngọp lực ní mình khàn. Trái xâm lánh rồi bỏ gì?
លោកយាយសូមមេត្តាដោះលែងប៉ាម៉ាក់ខ្ញុំទៅចុះលោកស្រីម្ចាស់ពួកយើងបានកាត់ការស្រីថោកទាបម្នាក់នេះចោលហើយចង់សម្លាប់ចង់ធ្វើអីក៏តាមចិត្តចុះកុំឲ្យតែពាក់ព័ន្ធដល់ពួកយើងបានហើយអូយគឺយាយតាចៅយាយមើលថែចៅមិនបានល្អសោះបណ្ដោយឲ្យចៅពិបាកវេទនាច្រើនឆ្នាំមកនេះចៅលើកលែងទោសឲ្យយាយបានទេលោកស្រីលោហ៊ានលុតជង្គង់ឲ្យអានេថានេះផងលោកស្រីធំវាក៏គ្រាន់តែជាកូនឥតខានស្លារបស់អាស្មុំនឹងតើវាក៏គ្រាន់តែជាអាស្មុំតូចម្នាក់ទន្ថាឆ្លើយតបទៅនឹងតម្រូវការដែលបងអូនត្រូវការតែម្ដងញ៉ាំត្រឹមតែមកប្រអប់ទី1សង្កេតឃើញថាបានផលញ៉ាំត្រឹមតែមកប្រអប់ទី1ផ្លែតាំងពីក្បាលដល់ចុងជើងតែម្ដងកាន់តែពិសេសចំណាយទៅគឺចំណេញទទួលបានអត្ថប្រយោជន៍ច្រើនទទួលបានផលភ្លាមៗដោយមិនចាំបាច់រងចាំយូរដោយសារតែជាប្រភេទ collagen សុទ្ធដែលបានឆ្លងកាត់បច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់របស់ប្រទេសជប៉ុនហើយមានកម្រិត mg ខ្ពស់ខ្លាំងរហូតដល់ 48000 mg ថែមទាំងជាប្រភេទ collagen tripeptide ដែលមាន amino acid រហូតដល់13ងាយស្រួលក្នុងការបំបែកជា molecule តូចៗជ្រាបចូលសារពាង្គកាយបានលឿនខ្លាំងមែនទែនគ្រប់ប្រទេសជនទាំងអស់ដែលបានញ៉ាំជាមួយនឹង collagen យ៉ាសកាហើយគឺត្រឡប់មកឲ្យ feedback គ្រប់គ្នាតែម្ដងមានជាស្ករប៉ះពាល់សុខភាពមិនបាច់រងចាំយូរញ៉ាំជាមួយនឹង collagen យ៉ាសកាមកប្រអប់ដោយបងអូនញ៉ាំជាមួយនឹង collagen ធម្មតា3ទៅ4ប្រអប់ចឹងសង្កេតឃើញថាសក់កញ្ចក់ស្បែកចាប់ផ្ដើមមានសុខភាពល្អថ្លាភ្លឺមានសំណើមតែម្ដងកញ្ចក់ដោះលឿនពណ៌ផ្កាឈូកសក់កាត់បន្ថយនៅបញ្ហាជ្រូកដោះកូនសក់មកច្រើនមែនទែនសម្រួលដល់ការគេងសម្រួលដល់បញ្ហារោគស្ត្រីគេងលក់ស្រួលកាត់បន្ថយនៅបញ្ហា stress ជួយបំបាត់នៅបញ្ហាមុខមុនស្នាមចំមិនរយនៅលើស្បែកស្បែកសមាត់ខែថ្លាភ្លឺចេញពីខាងក្នុងបែបមានសុខភាពល្អមានសំណើមតែម្ដងមិនក៏អាចជាចៅបង្កើតរបស់លោកស្រីបានទៅគឺជាចៅបង្កើតរបស់ខ្ញុំបើអញហ៊ានជាចៅខ្ញុំទៀតចាំមើលខ្ញុំទះមាត់អញឲ្យបែកហា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 លោកស្រីឲ្យខ្លាញ់ខ្លាយវាមិនអាចខ្លាយជាការពិតទេអាស្មុំនឹងទោះមើល100000ដងទៀតក៏វានៅតែជាស្មុំដែរវានៅតែជាអាស្មុំរើសអេចចាយដែរនឹងបិទមាត់ទៅអូយអូយលោកស្រីឈប់ទៅបិទមាត់ទៅលោកស្រីវាខ្ញុំធ្វើអីហ្នឹងភស្តាងនៅនឹងមុខនឹងហើយតើមិនក៏លោកស្រីមិនជឿខ្ញុំចឹងលោកស្រីនៅតែចង់ទទួលអានិថានេះធ្វើជាចៅបង្កើតទៀតឬមួយក៏អាស្មុំក្រីក្រអាក្រក់មើលម្នាក់ហ្នឹងជាលោកប្រធានលោហេគេគឺជាកូនប្រុសរបស់ខ្ញុំជាប្រធានក្រុមហ៊ុនត្រកូលឡូហានឈួនហា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 លោកស្រីឲ្យអាស្មុំនឹងមិននឹងអាចជាលោកប្រធានឡូទៅលោកស្រីឈួតហើយមែនទេបានជាយកស្មុំធ្វើជាកូនយកអាឥតខាន់ស្លាធ្វើជាចៅហា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 មនុស្សដូចវានឹងយកអាញូក្មេងលេងនឹងមកដេញថ្លៃ500លាននិយាយមិនចេះខ្មាស់ស្មត់សោះបើវាជាលោកប្រធានលោកមែនខ្ញុំជាងជាខាងហ៊ានស្ប៉ាឲ្យរន្ទះបាញ់បើអាស្មុំម្នាក់នឹងជាលោកប្រធានលោកមែនឲ្យឡានបុកងាប់ពេលចេញក្រៅហើយជាតិក្រោយធ្វើស្មុំទៀតចុះក្នុងនាមខ្ញុំជាមេគ្រូសាតកោជាងខ្ញុំស្បត់ថាបើវាជាលោកប្រធានលោកមែនខ្ញុំនឹងរលីរលត់ដាច់ពូជបើវាជាលោកប្រធានលោកមែនកូនខ្ញុំកើតមកគ្មានរុនគូទេបើវាជាលោកប្រធានលោកជាតិនឹងខ្ញុំការមិនចេញរហូតមកពួកឯងជាអ្នកនិយាយទេណាគុំស្ដាយក្រោយឲ្យសោះលោកស្រីចាស់ឲ្យខ្ញុំសូមណែនាំឲ្យលោកស្រីទៅមន្ទីរពេទ្យពិនិត្យខួរក្បាលខ្លះទៅអញជ្រុលហួសហេតុពេកហើយអាមនុស្សអាក្រក់គុំមកជេរលោកយាយខ្ញុំអាសាទិតពូហ៊ាននិយាយជាមួយអញបែបហ្នឹងផងអញនឹងកូនរបស់លូហាន់ឈួនអញចង់ងាប់មែនទេមកដល់ពេលនេះហើយនៅហ៊ានបន្លំធ្វើជាលោកប្រធានលូទៀតចាំមើលថ្ងៃហ្នឹងអញចង់ដឹងណាស់ថាឯងជាស្អីឲ្យប្រាកដបង្ហាញមុខមកមើលអាអូនសម្លាញ់លោកម្ចាស់វ័យក្មេងខ្ញុំពិតជាលោកម្ចាស់មែនហាហាហាចាំមើលឥឡូវមានអីនិយាយទៀតទេលោកម្ចាស់ឲ្យលើកលែងទោសឲ្យខ្ញុំផងលោកម្ចាស់ឲ្យអត់ទោសឲ្យខ្ញុំផងប៉ាពិតជាប៉ារបស់កូនមែនអត់លូសៀនប៉ៃនៃត្រកូលលូកើតមកអស្ចារ្យខ្លាំងពូកែកូនគឺជាកូនបង្កើតរបស់ពុកទីបំផុតកូនមានពុកហើយអុយមករកយាយមកចៅនឹងហើយយកមកវ៉ាន់ក្មេងល្អប៉ុន្មានឆ្នាំនេះពួកឯងពិបាកហើយនេះជាកាដូដែលម៉ាក់ឲ្យកូននឹងអានម៉ាក់វ៉ាន់បង្កើតកូនឲ្យលោកលូបង្កើតបានកូនប្រុសម្នាក់អីចឹងខ្ញុំមិនខ្លាយជា
ឪពុកក្មេកលោកអគ្គនាយកលូហើយតើអូយកូនសម្លាញ់ពួកយើងខ្លាចជាអ្នកមានទៀតហើយហាហាហាមកឲ្យហាហាក្រោកឡើងមើលលោកអគ្គនាយកលូនោះអីមិញនឹងគ្រាន់តែជាការយល់ច្រឡំទេមកឲ្យអញធ្វើឲ្យបាក់តុកតាអ៊ុលត្រាមែនប្រភេទកំរបស់កូនយើងតម្លៃដល់ទៅ500លានឯណោះត្រូវសង់ឲ្យគ្រប់គុំឲ្យខ្វះសំបី1រៀល500លានលោកលូទោះខ្ញុំមិនស៊ីមិនផឹកមួយជីវិតក៏ដោយក៏ខ្ញុំគ្មានលុយសឹងដែរមិញឯងមិនបានស្គាល់ទេអីថាបើអានជាកូនខ្ញុំឯងនឹងទៅធ្វើជាអ្នកសុំទានអូខេបើសងមិនរួចអញ្ចឹងខ្ញុំឲ្យគេវាបំបាក់ជើងឯងហើយទៅធ្វើអ្នកសុំទានមួយជីវិតទៅលោកអគ្គនាយកមូគឺថាវ៉ាន់ជាកូនស្រីខ្ញុំលោកគឺជាឪពុកក្មេកខ្ញុំអត់ទេខ្ញុំជាឪពុកក្មេកលោកពួកយើងជាគ្រួសារតែមួយតើវ៉ាន់នេះជាពុកបង្កើតឯងមែនទេម៉ែខ្ញុំមិនមែនទេនិយាយឈួតអីហ្នឹងមិនមែនពីឯងនិយាយទេអីថាឲ្យម៉ែខ្ញុំដើរលេងជាមួយប្រុសផ្ដេសផ្ដាស់ឯងមិនចាត់ទុកគាត់ជាកូនស្រីទេអីខ្ញុំនិយាយពាក្យថោកទាបបែបហ្នឹងពីពេលណាពីអត់អៀនខ្មាស់អស់ហ្នឹងវ៉ាន់ជាកូនស្រីបង្កើតរបស់ខ្ញុំអានជាចៅប្រុសបង្កើតរបស់ខ្ញុំវ៉ាន់ប្រាប់ពួកគេទៅថាពុកជាពុកបង្កើតឯងពុកស្អប់ដែលខ្ញុំកើតមកជាស្រីតាំងពីតូចពុកវាជាខ្ញុំរហូតដល់ធំឡើងចង់ឲ្យខ្ញុំការជាមួយមនុស្សឈ្គួតទៀតសូម្បីតែអានកើតមកហើយពុកក៏មិនដែលល្អជាមួយគេដែរមានសិទ្ធិអីមកធ្វើជាពុកខ្ញុំមិនមែនចង់ឈប់រាប់ក៏ឈប់បានតាមចិត្តឯងទេក្នុងខ្លួនឯងមានឈាមជ័ររបស់ពុកនៅតែជាពុកបង្កើតឯងរហូតអូអ្នកដន្លងហើយកូនប្រសាយើងសុទ្ធតែជាគ្រួសារតែមួយចាំបាច់ធ្វើឲ្យពិបាកមើលមុខគ្នាបែបនឹងធ្វើអីអ្នកណាជាគ្រួសារជាមួយឯងមិញនឹងមិនមែនទើបតែនិយាយថាផ្ដាច់កូនផ្ដាច់ចៅជាមួយវ៉ាន់ទេអីហើយថែមទាំងនិយាយថារឿងរបស់គេទៅថ្ងៃមុខមិនពាក់ព័ន្ធជាមួយឯងទៀតមែនទេអូប្អូនស្រីឈីនបងមិនដែលបានចុះហត្ថលេខាលើលិខិតផ្ដាច់ទំនាក់ទំនងអីឡើយបងខំចិញ្ចឹមកូនស្រីទាំងលំបាកតើឲ្យបងមិនទទួលស្គាល់យ៉ាងម៉េចទៅលំបាកវេទនាណាស់ពិតជាក្រាស់មុខមែនមុខនឹងមានតម្លៃប៉ុន្មានទៅបើដឹងថាជាគ្រួសារលូតាំងពីដំបូងក៏មិនចាំបាច់ដល់ថ្នាក់នឹងដែរមកទ្រាំលំបាកធ្វើអីអើយអ្នកដន្លងបើខាងគ្រួសារលូចង់ការកូនស្រីខ្ញុំលក្ខខណ្ឌយើងមិនខ្ពស់ទេសុំតែវិឡាមួយខ្នងថែមឡានទំនើបជិះលេងទៅហើយរាល់ខែវិញឲ្យលុយចាយប៉ុន្មានលានមកកុំច្រើនពេកអីអូយគ្រួសារលូមានណាស់ប្រកាសជាមិនកំណាញ់ជាមួយយើងទេមែនអត់មែនហើយចិញ្ចឹមកូនស្រីម្នាក់មិនមែនស្រួលទេគឺហ្វាខ្ញុំថែមទាំងចិញ្ចឹមអស់ជាច្រើនឆ្នាំចុះចៅវិញអ្នកធ្លាប់ចិញ្ចឹមខ្ញុំនឹងអានទេមិនមែនអ្នកចង់យកអានទៅចោលនៅមណ្ឌលកុមារកំព្រាទេអីនិយាយផ្ដេសផ្ដាស់អានជាចៅបង្កើតរបស់ខ្ញុំណាខ្ញុំដាច់ចិត្តយកគេទៅចោលនៅមណ្ឌលកុមារកំព្រាបានយ៉ាងម៉េចប្រកាសណាស់ខ្ញុំមិនធ្វើបាបអ្នកទាំងអស់គ្នាទេអូយអាយ៉ាហានរណានៅខាងក្រៅមកចាប់អសត្វត្រឆានទាំងពីរអ្នកនេះទៅអ្នកដន្លងអូយស្លាប់ខ្ញុំហើយខ្ញុំជាឪពុកក្មេកលោកប្រធានលូមើលថានរណាហ៊ានប៉ះខ្ញុំអ្នកដន្លងនេះមានន័យថាម៉េចមានន័យថាម៉េចថ្ងៃនេះហ៊ានមកធ្វើបាបចៅខ្ញុំដល់ទីនេះផងចៅអញនិងកូនអញទាំងកូនប្រសាទៀតអញមិនលើកលែងឲ្យម្នាក់ណាទេទូនីតិរបស់ត្រកូលឡូវ៉ាន់បង្កើតកូនប្រុសឲ្យត្រកូលឡូហើយចាប់ទុកហើយពេលនេះម្ដាយរំពឹងលើកូនចុះចាប់បាត់ហើយពួកយើងធ្វើបាបមេម៉ាយនឹងកូនកំព្រាអាទី2ងាប់បាត់ហើយអ្នកដន្លងយកច្រឡំទេយកច្រឡំហើយខ្ញុំជាសាច់ញាតិតើឃើញនឹងភ្នែកថាអញធ្វើដាក់ពួកគេយ៉ាងម៉េចខ្លះក្នុងផ្ទះហ្នឹងទោះយ៉ាងណាក៏ដោយពួកយើងក៏ជាសាច់ញាតិរបស់វ៉ាន់ដែរឥឡូវនាងមានបានហើយប្រហែលមិនបោះបង់ពួកយើងចោលទេដឹងដើមឡើយខ្ញុំស្មានថាអ្នកមានគុណមើលថែវ៉ាន់បានល្អគិតថាចង់ឲ្យពួកអ្នកវីឡានិងឡានទំនើបតែឥឡូវពួកឯងសំដែរទេនរណានៅខាងក្រៅអូពួកវាចេញទៅកុំអីកូនស្រីប៉ាដឹងខុសហើយជួយអង្វរលោកលោឲ្យប៉ាផងប្រាប់ឲ្យគេលើកលែងទោសឲ្យពួកយើងទៅចៅស្រីល្អយាយដឹងខុសហើយយាយពិតជាដឹងខុសខ្លាំងណាស់
កូនស្រីឲ្យកាលពីមុនជាកំហុសរបស់ប៉ាទាំងអស់ទាំងវីទាំងជេឲ្យឲ្យកូនស៊ីតែបាយក៏សំណោទៀតប៉ាមិនមែនជាមនុស្សទេប៉ាវាថោកទាបណាស់លីហ្វាងយីលេងស្អប់ខ្ពើមដែលឯងជាស្រីទៀតហើយអត់ទោះឲ្យយាយទៅណាអានណាចៅប្រុសសំណប់របស់តាទៅថ្ងៃមុខតាច្បាស់ជាស្រឡាញ់ឯងទិញស្ករគ្រាប់ឲ្យញ៉ាំមិនខានហើយនាំទៅដើរលេងទៀតល្អអត់ក្មេងល្អឯងដឹងក្តីជាងគេបំផុតឯងច្បាស់ជាមិនបោះបង់សាច់ញាតិដូចពួកយើងទេមែនអត់ពួកអ្នកឯងធ្វើបាបខ្ញុំនឹងម៉ាក់វីម៉ាក់ខ្ញុំជាខ្ញុំថាជាបិសាចខ្ញុំមិនលើកលែងឲ្យពួកអ្នកឯងទេឥឡូវខ្ញុំមានលោកយាយហើយប៉ាល្អជាមួយខ្ញុំមិនត្រូវការពួកអ្នកឯងទៀតទេខ្ញុំនឹងអានមិនត្រូវការការប៉ះពាល់ពីពួកអ្នកឯងទេខ្ញុំក៏គ្មានថ្ងៃលើកលែងឲ្យអ្នកដែរអូពួកវាចេញទៅហាហាយីងយើងធ្លាប់ជាប្តីប្រពន្ធនឹងគ្នាណាអូនមិនអាចបោះបង់បងចោលទេមែនទេម៉ែជាម៉ែក្មេកឯងណាម៉ែក្មេកក៏ជាម៉ែដែរឯងមិនអាចបោះបង់ម៉ែចោលទេមកពីចិត្តអាក្រក់តាធ្វើបាបចៅនឹងកូនស្រីខ្ញុំទើបធ្លាក់ខ្លួនដល់ថ្នាក់នឹងនេះគឺដើម្បីជួយឯងតាវ៉ាន់ឲ្យឱកាសពួកយើងម្ដងទៀតទៅថ្ងៃក្រោយពួកយើងមិនហ៊ានធ្វើបាបទៀតទេវ៉ាន់ប៉ាដឹងខុសហើយកូនមិនអាចធ្វើដាក់ប៉ាបែបនឹងទេវ៉ាន់ប៉ាណាពួកគាត់ធ្វើបាបពួកយើងថែមទាំងចង់ដេញម៉ាក់នឹងលោកយាយចេញទៀតស្អប់ពួកគាត់ណាស់មិននឹកស្មានថាពួកគាត់ហ៊ានយកកូនប្រសារនឹងដន្លងរបស់ខ្ញុំទៅខាងក្នុងទ្រង់ជ្រូកនឹងហីលោកស្រីលូយកច្រឡំហើយគឺយកច្រឡំសុតសាតគឺអាចឹងជាខាងនឹងហើយវាជាអ្នកញុះញង់ពួកយើងក៏ជាជនរងគ្រោះដែរវាយឲ្យបើខ្ញុំដឹងថានាងជាស្រីរបស់លោកលូវាឲ្យមកក៏ខ្ញុំមិនហ៊ានយកនាងទៅខាងក្នុងទ្រង់ជ្រូកដែរយកថាពួកយើងជាអ្នកភូមិជាមួយគ្នាផងលើកលែងទោសឲ្យពួកយើងទៅណាអត់ទោសឲ្យពួកយើងផងអត់ទោសឲ្យពួកយើងទៅពួកយើងសុំទោសគ្រប់យ៉ាងហើយលែងពួកយើងទៅណាវ៉ាអញទៅតែដឹងហីកាលពីតូចខ្ញុំធ្លាប់ទាំងវីអញទៀតណាពេលពួកអញធ្វើបាបខ្ញុំនឹងអានមិនក៏មិនគិតថាពួកយើងជាអ្នកភូមិជាមួយគ្នាផងឥឡូវមកនិយាយបែបហ្នឹងមិនគិតថាគួរឲ្យចង់សាច់ទេអីនរណានៅខាងក្រៅអូសពួកវាចេញទៅឲ្យអស់អាហើយមិនក៏ពួកអញធ្វើបែបហ្នឹងលែងពួកយើងទៅប៉ាលោកពូម្នាក់នឹងធ្លាប់ជួយនិយាយការពីកូននឹងម៉ាក់លោកលូលោកស្រីលូនេះជាកាដូអរគុណដែលលោកបានជួយនិយាយការពីលោកស្រីនិងអ្នកប្រុសតូចឲ្យខ្ញុំមែនណាហីនឹងហើយយកទៅចុះវាជារបស់ដែលលោកគួរតែទទួលបានអរគុណលោកលូអរគុណលោកស្រីលូបើកាលនឹងខ្ញុំមិនបានធ្វើបាបពីអ្នកម៉ាក់កូនគេឥឡូវគាត់ខ្លាចជាឪពុកក្មេកលោកលូហើយខ្ញុំក៏មានលុយចាយមិនអស់ដែរមែនហើយបើកាលនឹងខ្ញុំមិនធ្វើបាបពីអ្នកម៉ែកូននឹងខ្ញុំក៏បានជិះឡានទំនើបនៅផ្ទះវីឡាដែរឲ្យទៅយ៉ាងជាទាំងអស់ទៅគឺឯងដែលធ្វើឲ្យខ្ញុំនិងអ្នកភូមិទាំងមូលរងគ្រោះដែរមកពីឯងទាំងអស់ដេញពូវាចេញឲ្យអស់ទៅអត់ទេកុំអីឲ្យសោះអាឡប់នៅថ្មឹងធ្វើអីទៀតប្រញាប់សុំវ៉ាន់រៀបការទៅអាឡប់នៅថ្មឹងធ្វើអីទៀតប្រញាប់សុំវ៉ាន់រៀបការទៅតោះខ្ញុំទៅហើយ6 ឆ្នាំមកនេះខ្ញុំដើររកអ្នកទាំងពីររហូតអូនហត់នឿយខ្លាំងណាស់ទម្រាំបង្កើតអេនបានថែមទាំងចិញ្ចឹមគេម្នាក់ឯងរហូតដល់ធំប៉ុណ្ណេះរឿងទាំងអស់ហ្នឹងបងដឹងច្បាស់ណាស់វ៉ាន់តើអូនព្រមរៀបការជាមួយបងទេផ្ដល់ឱកាសឲ្យបងបានមើលថែអូននិងអេនផងម៉ាក់ឆាប់យល់ព្រមជាមួយប៉ាទៅមកយកទៅវ៉ាន់របស់ទាំងនេះជាកាដូជូបមុខដែលម៉ាក់ជូនកូនប៉ុណ្ណឹងមិនទាន់គ្រាន់ទេទៅថ្ងៃមុខគ្រួសារលើយើងទាំងអស់នឹងខ្លាចជារបស់កូននិងរបស់អេនដែរបើកូនចង់បានផ្កាយលើមេឃក៏ម៉ាក់បេះឲ្យកូនបានដែរលោកលូគឺជាមនុស្សដែលគួរឲ្យផ្ញើជីវិតលើបានទៅថ្ងៃមុខកូននិងអេននៅជាមួយគាត់ច្បាស់ជាមានក្តីសុខខ្ញុំព្រមខ្ញុំមិនព្រមទេនាងជាប្រពន្ធអញតើហាបានប្រពន្ធស្អាតដល់ថ្នាក់ហ្នឹងអញចំណេញធំហើយឡយហ្មងចិត្តបានការជាមួយប្រពន្ធស្អាតចឹងបាត់អញពិតជាសំណាងខ្លាំងណាស់មិនមែនទេអាមុខ
ឯងហ៊ានដណ្ដើមប្រពន្ធអញផងចង់ងាប់មែនឯងនរណាជាប្រពន្ធថែងគឺនាងនឹងហើយជាប្រពន្ធដែលអញចំណាយលុយ 10000 ទិញមកឥឡូវនេះភ្លាមនេះឯងត្រូវទៅផ្ទះជាមួយអញការហៅចូលបន្ទប់សំដំណេករួចឯងត្រូវបង្កើតកូនប្រុសថតត្រឡប់ម្នាក់ឲ្យអញហេតោះទៅកុំប៉ះកុំហ៊ានប៉ះនាងអញមើលទៅឯងចង់ងាប់ហើយចាំងជីខាងវាជំពាក់លុយថ្លៃទឹកដោះអញ 4-5000 វាលក់នាងឲ្យអញអញ្ចឹងនាងជាប្រពន្ធអញហើយរឿងប្តីប្រពន្ធអញកុំចេះដឹងដល់វេនឯងតាំងពីអង្កលអាមុខចង់មានរឿងមែនអ្នកជំពាក់លុយឯងគឺចាំងជីខាងមិនពាក់ព័ន្ធជាមួយខ្ញុំទេចង់បានលុយទៅរកវាទៅទោះយ៉ាងណាអញមិនខ្វល់អញឲ្យលុយថ្លៃទឹកដោះរួចហើយឲ្យរួចហើយថ្ងៃនេះអញត្រូវតែនាំនាងទៅឲ្យបានការទៅវាល្អតាឯងហ៊ានមែនមានអីដែលខ្ញុំមិនហ៊ាននាងនឹងខ្ញុំចំណាយអស់ 50000 ទិញមកធ្វើប្រពន្ធខ្ញុំយល់នៅយកលុយនឹងហើយទៅឲ្យឆ្ងាយទៅឈួតមែនមើងងាយអ្នកណាគេនឹងអាមុខឯងចង់សាក់ជាមួយយើងមែនទៅសួរគេមើលក្នុងភូមិនឹងយើងជាអ្នកណាយើងមានស្រះត្រី2មួយឆ្នាំយើងចិញ្ចឹមត្រីរកបានដល់ទៅ 80000 ធ្លាប់ឃើញលុយច្រើនអញ្ចឹងអត់ 80000 ធ្លាប់ឃើញលុយច្រើនអញ្ចឹងអត់ 80000 ណានិយាយមែនខ្ញុំពិតជាមិនដែលឃើញលុយតិចអញ្ចឹងសោះអាមុខឯងចង់មកសម្ដែងអីនៅនឹងមើលរៀងកំសត់ឯងចោះលុយ 50000 ហ្នឹងប្រហែលជាទ្រព្យសម្បត្តិទាំងអស់របស់ឯងហើយអាមុខស្លុយអស់ហ្នឹងប្រកាសជាបានមកពីផឹកស៊ីជាមួយមីងអ្នកមានសន្សំម្ដងមួយកាក់មួយសេនមែនអត់មើលរៀងក្រីក្រឯងផងហ៊ានមកដណ្ដើមប្រពន្ធបងវ៉ាងយើងទៀតបងវ៉ាងពួកយើងស្គាល់ទាំងលោកប្រធានលូដែលជាអ្នកមានបំផុតទៀតហ៊ានមានរឿងជាមួយបងវ៉ាងឯងងាប់មិនខានទេនេះលោកហែងឈុនមែនទេមិនត្រឹមតែស្គាល់ទេគាត់គោរពខ្ញុំខ្លាំងណាស់បើលោកប្រធានលោកឃើញខ្ញុំគាត់ត្រូវហៅខ្ញុំថាបងធំទៀតផងណែអាមុខខ្លាចហើយមែនទេឥឡូវលោកហែងជួនមានបងធំម្នាក់ទៀតរឿងនឹងមិនក៏ខ្ញុំមិនដឹងឯងជាស្អីគេហ្នឹងសឺឲ្យសំបីតែមុខលោកក៏ឯងមិនបានជួបផងមិនបានជួបទេអូខេខ្ញុំមិនចង់មកខាត់ពេលនិយាយជាមួយពួកឯងទេខ្ញុំត្រូវប្រញាប់ទៅផ្ទះវិញចូលបន្ទប់សំដំណេកមកនៅនិយាយលេងជាមួយពួកឯងធ្វើអីប្រពន្ធសម្លាញ់តោះយើងទៅផ្ទះបងការអូនអស់ដល់ទៅ 50000 ណាអីចឹងអូនត្រូវតែបង្កើតកូនប្រុសថតត្រឡប់ត្រលូនឲ្យបងម្នាក់ទេម្នាក់មិនគ្រាន់ទេត្រូវយក3នាក់នរណាជាប្រពន្ធលោកគុំមកស្រែកផ្ដេសផ្ដាសអីខ្ញុំប្រាប់នាងឲ្យច្បាស់គិតមើលឲ្យមែនទែនទៅលោកគឺជាកូនចៅរបស់ខ្ញុំទេបើនាងមកតាមខ្ញុំពួកយើងនឹងបានស៊ីឆ្ងាញ់ផឹកឆ្ងាញ់មានលុយកាក់ចាយមិនអស់ទេលោកឆាប់ចេញទៅសាប៉ៃលីងហែងចង់ងាប់មែនហើយលោកលោជាកូនចៅអញហែងចោះច្បាស់ជាត្រូវងាប់មិនខានចុះមិនក៏ខ្ញុំមិនដឹងថាខ្ញុំមានបងធំម្នាក់ដែរអញ្ចឹងលោកគឺជាលោកលោលោកជាលោកលោហាឈួតបាត់ហើយឯងពិតជាឈួតមែនសំបីតែលោកលោក៏ហ៊ានបន្លំខ្លួនដែរអញទេដែលឈួតកូនប្រុសខ្ញុំគឺជាលោហានឈួនឯងចង់មកបង្ខំកូនប្រសាខ្ញុំផងចង់អស់អាយុហើយមើលទៅឯងនិយាយឈួតលោកលោមានលុយវ៉ាលៀនមិននឹងអាចមកមើលភ្នែកស្រីដែលមានកូនឥតខាន់ស្លាប់បែបនេះម៉ាក់គាត់ណាឯងមិនជឿមែនម៉ែខ្ញុំនិយាយខុសមែនវាមិនទាន់ការផងបង្កើតបានអាពូចម្រុះដូចឯងបាត់អាពូទេរឆាននឹងរឿងវាសម្រាប់កូននឹងគេដឹងគ្រប់គ្នាហើយតើលោកលូឋានៈខ្ពស់ណាស់ស្គាល់វាបានម៉េចវាក៏គ្រាន់តែជាកាក់សំណល់សំបីតែជូតស្បែកជើងឲ្យគេក៏មិនសមផងបងវ៉ាងយោទេពួកយើងត្រូវប្រញាប់ត្រឡប់ទៅវិញហើយមនុស្សពេញភូមិចាំផឹកការឯងមិនចឹងចាំបាច់ស្រែកខ្លាំងម្លេះឆាប់ចាប់វាទៅវិញទៅកុំឲ្យខូចការខ្ញុំចង់ផឹកស្រាការនរណានៅទីនឹងមកជួយមើលខ្ញុំពិតជាទ្រាំលេងបានហើយឯងចង់រករឿងដល់អង្កលទៀតជឿទេថាខ្ញុំទេទៅលោកឥឡូវហ្នឹងចាំមើលខ្ញុំជួយគាត់បានខ្ញុំនឹងចាត់ការឯងអូលោកមេភូមិបាទខ្ញុំមកទទួលមនុស្សចាំបន្តិចខ្ញុំទៅវិញហើយទៅដល់វិញរៀបការភ្លាមចាំបន្តិចទៅការស្អីទៀតអាវ៉ងម៉ាហែងចង់ងាប់មែនហ៊ានមកដណ្ដើមប្រពន្ធលោកលុបផងភូមិយើងដាំឡើយត្រូវក្រុមហ៊ុនលោករូបទិញយកទៅអភិវឌ្ឍឥឡូវល្អហើយរលីអស់រលីងឯងនេះគឺលោកលូមែនបងវ៉ាងនិយាយអីហ្នឹងអាប្រុសក្មេងម្នាក់នេះមិនអាចជាលោកលូទៅរួចបងវ៉ាងបងមិនថាលោកលោចាំលើកទឹកតែយូរស្បែកជើងឲ្យបងទេអីចុះអាមុខនេះមិនក៏ឆ្លើយអាចជាលោកលូទៅវិញបិទមាត់ខ្ញុំបិទមាត់ហើយហាលោកលោកុំស្ដាប់គាត់និយាយផ្ដេសផ្ដាសអីអូខ្ញុំមិនដែរនិយាយបែបហ្នឹងទេមិនមែនអំបញ្ញមិញឯងថាកូនប្រុសខ្ញុំជាកូនចៅឯងទេអីហាលោកខ្ញុំគ្រាន់តែចេះតែអ៊ូទេចង្រៃមាត់ពិតមែនខ្ញុំនឹងទះមាត់ជ្រូករបស់ខ្ញុំឲ្យបែកមើលឯងចោះឯងនេះអំបញ្ញមិញឯងជាកូនប្រសាខ្ញុំថាជាសម្រាមចេះចៅខ្ញុំថាជាកូនឥតខាន់ស្លាខ្ញុំ
ខ្ញុំទេជាសម្រាមខ្ញុំជាកូនឥតខាន់ស្លាទេខ្ញុំជាអតិឆានធំលោកស្រីអ្នកប្រុសតូចអ្នកទាំងពីរចិត្តទូលីណាស់ចាត់ទុកខ្ញុំដូចជាកាកសំណល់ដូចជាខ្យល់ផោមទៅចុះលេងខ្ញុំទៅណាចែងនិយាយខាងលុយ 50,000 របស់ឯងខ្ញុំនឹងសងវិញមិនបាច់ទេ 50,000 នឹងខ្ញុំជូនលោកនឹងគ្រួសារទុកជាចំណងដៃជូនពរអ្នកទាំងអស់គ្នាឲ្យមានសុភមង្គលរស់នៅជាមួយគ្នាដល់ចាស់កំខ្នងនៅមិនទាន់ប្រញាប់ទៅទៀតទៅហើយខ្ញុំទៅឥឡូវហើយលោកកូនប្រុសធំដឹងក្តីហើយត្រឡប់ទៅត្រកូលលោកវិញអបអរសាទរលោកម្ចាស់សូមស្វាគមន៍លោកស្រីនិងអ្នកប្រុសតូចត្រឡប់មកផ្ទះវិញយ៉ាងបន្តិចទៀតលោកយាយនឹងនាំNNមកវិញហើយថ្ងៃក្រោយទៅណារស់នៅជាមួយគេឲ្យល្អទៅម៉ាក់កូនមិនទៅទេអូយអាយ៉ាអ្នកណាទៅដឹងថាអាវីឡាតូចនឹងក្នុងនាមជាសាច់ឈាមបង្កើតរបស់លោកប្រធានលោកគឺមកពីខ្ញុំមិនគួរទៅធ្វើតេស្តដណានឹងសោះដូចជាលើកថ្មសង្កត់ជើងខ្លួនឯងអញ្ចឹងម៉ាក់ពួកវាសប្បាយចិត្តបានមិនយូរទេម៉ាក់នឹងដេញពីអ្នកម៉ែកូននឹងចេញពីផ្ទះឯងឲ្យខាន់តែបានស្មុំយីចុះមកពីណាទីនេះជាផ្ទះត្រកូលលោកមិនមែនកន្លែងពួកឯងមកផ្ដេសផ្ដាស់ទេបងស្រីឲ្យពួកយើងមករកថែនវ៉ាន់នាងជាកូនស្រីរបស់ខ្ញុំតើមិនក៏ពួកវាមកទីនេះបើសិនជាអ្នកប្រុសដឹងថាខ្ញុំត្រូវរកជាមួយពួកវាខ្ញុំនឹងយ៉ាងច្បាស់ជាត្រូវគេដេញចេញពីផ្ទះត្រកូលលោកមិនខានលោកយាយនិងអ្នកប្រុសធំចិត្តនាំលោកស្រីនិងអ្នកប្រុសតូចមកវិញហើយពួកឯងឆាប់អូសអាពួកសុំទានពីរអ្នកនេះចេញទៅក្រៅឲ្យអស់ទៅស្រីចង្រៃមកពីឯងទាំងអស់ហ្នឹងបើគុំតែឯងពេលនេះខ្ញុំខ្លាចជាឪពុកក្មេកសេដ្ឋីត្រកូលលោកបាត់ទៅហើយខ្ញុំក៏ជាអ្នកមានដែរបើគុំតែឯងពួកយើងមិននឹងធ្លាក់ខ្លួនដល់ថ្នាក់ហ្នឹងឯងធ្វើឲ្យពួកយើងវិនាសអស់ហើយជប់និយាយផ្ដេសផ្ដាស់នៅទីនេះទៅនៅថ្មឹងធ្វើអីទៀតឆាប់ធាក់អាពីរអ្នកនឹងចេញទៅភ្លាមទៅងាប់ទៅស្វាគមន៍អ្នកស្រីនិងអ្នកប្រុសតូចត្រឡប់មកផ្ទះវិញសូមស្វាគមន៍អ្នកស្រីនិងអ្នកប្រុសតូចត្រឡប់មកផ្ទះវិញវ៉ាន់ដាឲ្យតាំងពីប៉ាចេញពីភូមិមកក៏ត្រូវឡានបុករហូតដល់ឥឡូវជើងក៏បាក់ដើរសុំទានគេនេះជាកម្មពីរបស់ប៉ាហើយកូនអាចផ្ដល់ឱកាសឲ្យប៉ាម្ដងទៀតបានទេចៅស្រីសម្លាញ់កាលពីមុនគឺពួកយើងមិនល្អពួកយើងវាភ័ន្តច្រឡំតែពេលនេះពួកយើងពិតជាដឹងខុសមែនទែនហើយមែនហើយមនុស្សគ្រួសារតែមួយគ្មានគំនុំអីចង់អាឃាតគ្នាទេហឺដឹងខ្លួនថាធ្វើអាក្រក់រាប់មិនអស់ហើយនៅហ៊ានមកជន់មាត់ទ្វារផ្ទះត្រកូលលូទៀតអីពួកឯងលោកស្រីចាស់និយាយទេនៅថ្មឹងធ្វើអីទៀតប្រញាប់ដេញអាពូចង្រៃទាំងពីរអ្នកនេះចេញទៅលេងទៅលេងខ្ញុំឲ្យកុំប៉ះខ្ញុំពួកឯងប្រើកម្លាំងបន្តិចមើលអូអាសម្រាមទាំងពីរអ្នកនេះចេញទៅឲ្យឆាប់លេងឯងមីស្រីថោកទាបបើគុំតែឯងមកឌឺដងធ្វើបាបកូនស្រីឯងក៏អញមិនធ្លាក់ខ្លួនដល់ថ្នាក់នឹងដែរគុំមកនិយាយមួយបង្កាច់គេនៅទីនេះខ្ញុំមិនដែលស្គាល់អ្នកឯងសោះនៅខ្លាំងជាងអញទៀតអេឯងធ្វើឲ្យអញវេទនាដល់ថ្នាក់នឹងឯងក៏គុំសង្ឃឹមថានឹងបានសុខដែរលោកចិនមីស្រីចិត្តអាក្រក់ម្នាក់នេះឲ្យលុយខ្ញុំ20,000ប្រើឲ្យខ្ញុំមកបង្កការរឿងក្នុងពិធីខួបកំណើតលោកស្រីស្រីទៅឲ្យពួកកំឡោះចាស់ហើយបញ្ជូនទៅមណ្ឌលកុមារកំព្រាទាំងអស់នេះសុទ្ធតែជាគំនិតរបស់មីម្នាក់នេះនិយាយឈួតច្បាស់ណាស់ថាឯងចង់បានលុយ20,000ហ្នឹងទើបខំធ្វើរឿងអស់ហ្នឹងឯងហ៊ានទម្លាក់កំហុសមកលើខ្ញុំផងចុយនៅហ៊ានជាទៀតអញវាយឯងឥឡូវហើយមីចាស់នេះអូយអាឆ្កែអញខំឯងឲ្យងាប់ឈប់ភ្លាម
អ្វីដែលគេនិយាយជាការពិតមែនទេចាស់លោកស្រីម្ចាស់ខ្ញុំធ្វើការឲ្យគ្រួសារត្រកូលឡូយ៉ាងស្មោះត្រង់អស់ជាច្រើនឆ្នាំមកហើយខ្ញុំមិនអាចធ្វើរឿងថោកទាបអសិលធម៌បែបហ្នឹងបានទេខ្ញុំដឹងថាវាជារឿងថោកទាបឯងវាជាមនុស្សចិត្តពីរឯងគ្មានភស្តុតាងទេកុំមកចោទប្រកាន់ទាំងបំពេញបែបនេះភស្តុតាងចង់បានភស្តុតាងមែនទេចង់ប្រកែកទៀតមែនទេនេះគឺជាភស្តុតាងដែលឯងជួលពួកយើងមីតរិឆានអញហ៊ានធ្វើបាបចៅនឹងកូនប្រសាអញផងលោកស្រីម្ចាស់ខ្ញុំពិតជាមិនដឹងថាជាចៅបង្កើតរបស់លោកស្រីទេបើខ្ញុំដឹងទោះឲ្យថ្លើមធំប៉ុណ្ណាក៏ខ្ញុំមិនហ៊ានដែរបិទមកទៅអូវាចេញទៅដេញវាចេញពីផ្ទះត្រកូលលូទៅលោកស្រីវាងខ្ញុំបំរើគ្រួសារនេះខ្ញុំខំប្រឹងណាស់បើគ្មានគុណសម្បត្តិក៏មានគុណបំណាច់ដែរណាអ្នកមិនអាចទៅជាមួយខ្ញុំបានទេលោកយាយបើលោកយាយដេញអ្នកមីងមេកាចេញក៏ដេញខ្ញុំចេញដែរទៅគាត់ធ្វើខុសត្រូវតែទទួលទោសនេះជាច្បាប់ទម្លាប់គ្រួសារយើងដឹងទេច្បាប់ស្អីទៅលោកយាយចង់ធ្វើបាបអ្នកមីងមេកាមែនទេយីងមិនក៏និយាយដាក់លោកយាយបែបហ្នឹងមកពីឯងទាំងអស់តាំងពីឯងមកផ្ទះនេះលោកយាយលែងស្រឡាញ់ខ្ញុំហើយថែមទាំងកាន់ជើងពួកឯងទៀតសំបីតែអ្នកមីងមេកាក៏ត្រូវគេវាយដោយសារពួកឯងដែរខ្ញុំស្អប់ពួកឯងណាស់អ្នកប្រុសយ៉ាងប្រញាប់សុំទោសលោកយាយទៅកុំនិយាយពាក្យខឹងសម្បាដោយសារមីងអីមិនសុំទោសទេខ្ញុំស្អប់លោកយាយកុំខឹងអីអ្នកប្រុសយ៉ាងលោកយាយជាអ្នកដែលអ្នកប្រុសស្រឡាញ់បំផុតតើស្ដាប់បង្គាប់ទៅប្រញាប់សុំទោសលោកយាយទៅអូយខ្ញុំស្អប់លោកយាយខ្ញុំមិនត្រូវការលោកយាយទៀតទេយ៉ាងបើចៅសុកចិត្តជ្រើសយកមេការម្នាក់នេះរហូតដល់មិនត្រូវការយាយអ្នកណាប្រាឲ្យលោកយាយធ្វើបាបម៉ាក់ខ្ញុំលោកយាយជាមនុស្សអាក្រក់លោកយាយជាមនុស្សមិនល្អយ៉ាងអញមិនមែនជាក្មេងកំព្រាធំដឹងក្តីនៅមណ្ឌលកុមារកំព្រាទេអីខ្ញុំមិនមែនជាក្មេងកំព្រាទេខ្ញុំមានម៉ាក់មីងមេផ្ទះនឹងហើយជាម៉ាក់ខ្ញុំអ្នកមិនបាននិយាយថាអ្នកអត់កូនទេអីរឿងនឹងវាថាម៉េចឲ្យប្រកាសហ្នឹងមិនឆ្ងល់ទេដែរឯងខំរៀបគម្រោងការចង់ដេញអានចេញពីត្រកូលលូឯងស្មានថាអាកេនីយកលូញីបោកយកទ្រព្យសម្បត្តិចង់លេបយកទ្រព្យសម្បត្តិលោកលូមែនទេចិត្តឯងខ្មៅជាងពួកយើងទៅទៀតឯងថោកទាបជាងពួកយើងទៅទៀតមែនអត់មិនមែនទេមិនមែនអញ្ចឹងទេគេមិនមែនជាកូនខ្ញុំទេមិនមែនជាកូនខ្ញុំទេសុងឆាវគេមិនមែនជាកូនខ្ញុំទេមិនមែនកូនឯងចុះបើមិនមែនមិនក៏គេមិនទៅអបអ្នកផ្សេងមិនក៏មកអបតែឯងហើយហៅមកអញ្ចឹងមើលច្រមុះនឹងភ្នែករបស់យ៉ាងនេះទៅគឺដូចឯងបេះបិទតែម្ដងគេច្បាស់ជាកូនឯងហើយមិនក៏ចិត្តឯងខ្មៅម្លេះដើម្បីតែលុយហ៊ានផ្ញើកូនបង្កើតខ្លួនឯងទៅមណ្ឌលកុមារកំព្រាទៀតពិតជាសាហាវខ្លាំងណាស់អ្វីដែលគាត់និយាយជាការពិតមែនទេយ៉ាងអ្វីដែលគេនិយាយពិតមែនអីម៉ាក់ខំបង្កើតនឹងចិញ្ចឹមឯងមកអើយយ៉ាងម៉ាក់ខំស្រឡាញ់ឯងណាស់មិនគួរណាឡើយម៉ាក់ពិតជាចិញ្ចឹមមនុស្សរមើលគុណដូចជាឯងមែនលោកយាយកុំខឹងអីឈប់ទៅប្រយ័ត្នខូចសុខភាពណាហ៊ានមកចង់បោកយកទ្រព្យសម្បត្តិគ្រួសារត្រកូលឡូយើងផងអេថ្លើមធំមែនអ្នកប្រុសលោកយាយខ្ញុំសុំទោសទាំងអស់នេះជាកំហុសរបស់ខ្ញុំសូមមេត្តាជួយមើលដល់ការលះបង់របស់ខ្ញុំចំពោះគ្រួសារនេះជាច្រើនឆ្នាំមកនេះផងកុំដេញខ្ញុំចេញអីផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតទៅអាសាត្រិឆានអញហ៊ានក្បត់ទំនុកចិត្តរបស់អញក្នុងពេលដែលអញហ៊ានរៀបគម្រោងបោកអញនឹងគ្រួសារត្រកូលឡូថែមទាំងធ្វើបាបចៅនឹងកូនប្រសាអញទៀតនរណានៅខាងក្រៅដេញអាពីរអ្នកម៉ែនឹងកូននេះចេញពីផ្ទះត្រកូលឡូភ្លាមមិនឲ្យឈានជើងចូលផ្ទះនេះសំបីតែមួយជំហានជារៀងរហូតហាមិនសំខាន់ទៀតទេលោកយាយអ្នកប្រុសតូចជាចៅដែលលោកយាយចិញ្ចឹមអស់រយៈពេល6ឆ្នាំមកហើយណាលោកយាយមិនអាចដេញគេចេញដែរទេគេថាអញជាយាយល្ងងហើយចង់បញ្ជូនអញទៅមណ្ឌលចាស់ចរាអញមិនមានចៅដូចវាទេចាប់ពីពេលនេះទៅអានជាចៅតែម្នាក់គត់របស់អញលោកយាយខ្ញុំខុសហើយកុំដេញខ្ញុំចេញអីលោកស្រីសុំទោសទាំងអស់នេះជាកំហុសរបស់ខ្ញុំមិនគួរធ្វើបាបលោកស្រីនិងអ្នកប្រុសទីពីរទេ
ខ្ញុំខុសហើយខ្ញុំសូមសំពះសុំទោសនៅទីនេះហើយចាសខ្ញុំខុសហើយខ្ញុំដឹងខ្លួនខុសហើយខ្ញុំសូមអង្វរជួយអង្វរលោកយាយឲ្យខ្ញុំផងទៅអ្នកម្នាងឲ្យយ៉ាងណាក៏គេនៅជាក្មេងដែរចុះពេលឯងមួយបង្កាច់ពួកយើងមានដែលគិតទេថាអានរបស់ខ្ញុំក៏នៅក្មេងដែរខ្ញុំពិតជាមិនហ៊ាននិយាយថាអ្នកប្រុសអានជាបិសាចទេខ្ញុំខុសហើយខ្ញុំពិតជាមិនដែលជួបរឿងបែបនេះសោះលើកក្រោយខ្ញុំលែងហ៊ានហើយខ្ញុំដឹងខុសហើយខ្ញុំលែងហ៊ានធ្វើបាបអញទៀតហើយសូមឲ្យខ្ញុំនៅទីនេះបន្តទៅខ្ញុំមិនចង់ទៅតំបន់អនាធិបតេយ្យឲ្យវិញទេលោកថៅកែកាពីមុនពួកយើងសុទ្ធតែត្រូវស្រីពីស្ពូនម្នាក់នេះញុះញង់ឥឡូវពួកយើងដឹងខ្លួនអស់ហើយលោកអាចអត់ទោសឲ្យពួកយើងបានទេសុនជៀវឲ្យពួកយើងគ្រាន់តែត្រូវគេបោកប្រើទេមីស្រីថោកទាបម្នាក់នេះទេដែលគួរតែញាប់ពួកយើងស្លូតត្រង់ទេពួកឯងទេដែលថោកទាបពួកឯងដើម្បីតែលុយ2សែនហ៊ានលក់ទាំងកូនបង្កើតខ្លួនឯងលក់ទាំងចៅបង្កើតខ្លួនឯងទៀតពួកឯងពិតជាថោកទាបណាស់បិទមាត់ទៅមីស្រីចង្រៃឯងចង់ធ្វើអីហ្នឹងអូយឯងនឹងហើយដែលចង្រៃមីយាយចាស់នេះប្រញាប់ជួយអង្វរឲ្យខ្ញុំផងទៅកូនស្រីយើងស្ដាប់បង្គាប់ឯងបំផុតហើយជាខាងឯងហ៊ានទទួលលុយគេមកធ្វើបាបកូនស្រីនិងចៅបង្កើតខ្លួនឯងផងអីកាលនឹងខ្ញុំពិតជាភ្នែកណាស់បានជាមកការជាមួយសត្វតិរច្ឆានដូចជាឯងចាប់ពីពេលនេះទៅខ្ញុំមិនពាក់ព័ន្ធអីជាមួយឯងទៀតទេយីងចុះពាក្យសន្យារបស់យើងពីមុននោះអូពួកវាចេញឲ្យអស់ទៅយ៉ាងលៀនគាន់ឯងធ្វើបែបនេះដាក់យើងមែនទេខ្ញុំជាពុកបង្កើតរបស់ឯងណាឯងមិនអាចធ្វើដាក់ពុកបែបនេះទេយីងមិនមែនជាគ្រួសារតែមួយទៀតទេអានមើលណែកលោកយាយទិញប្រដាប់ក្មេងលេងឲ្យច្រើនណាស់ហើយមានខោអាវស្អាតទៀតចុះក្រែនេះវិញចៅចូលចិត្តអត់នេះជាបន្ទប់របស់កូនមែនទេបើចៅមិនចូលចិត្តទេចាំយាយឲ្យគេរៀបចំថ្មីឲ្យកូនចូលចិត្តណាស់អរគុណលោកយាយហាម៉ាក់លោកយាយរបស់ទាំងនេះលោកយាយឲ្យកូនទាំងអស់ម៉ាក់លោកយាយអង្គុយមកប៉ាក្រែអីក៏ទុនដូចតៅហ៊ូបែបនេះមិនដែលបានគេងក្រែទុនហើយធំបែបនេះសោះយើងគេងជាមួយគ្នាទៅថ្ងៃមុខយើងមិនបាច់គេងក្នុងឃ្លាំងទៀតទេមែនហើយអានរបស់យាយមិនបាច់គេងក្នុងឃ្លាំងទៀតទេបានញ៉ាំឆ្អែតបានរៀនសូត្រម៉ាក់ក៏មិនបាច់ពិបាកដែរមកពីឯងទាំងអស់បើឯងនាំចៅនិងកូនប្រសារមកវិញឲ្យលឿនជាងនេះពួកគេក៏មិនបាច់ពិបាកបែបនេះដែរបាត់ម៉ាក់សុំទោសខ្ញុំខុសហើយទៅថ្ងៃមុខខ្ញុំនឹងមិនឲ្យអ្នកណាធ្វើបាបអ្នកទាំងអស់គ្នាទៀតទេកងដៃមួយនេះជីកេតអាកត្រកូលលោយើងទៅថ្ងៃមុខទៅកូនគឺជាអ្នកស្រីលោហើយរបស់នេះថ្លៃណាស់ម៉ាក់អុយមិនអីទេទៅថ្ងៃមុខរបស់តកូលលោយើងជារបស់កូននឹងអានទាំងអស់ហាអ្នកដលងប៉ុន្មានឆ្នាំនេះអ្នកពិតជាហត់នឿយហើយរបស់ទាំងនេះគឺសម្រាប់អ្នកទាំងអស់នឹងហើយអ្នកដលងរបស់នេះថ្លៃពេកហើយពួកខ្ញុំទទួលមិនបានទេមិនថ្លៃអីទេនេះគ្រាន់តែជាទឹកចិត្តបន្តិចបន្តួចរបស់ខ្ញុំទេណាអុយនៅមានអានកូនសម្លាញ់យើងទៀតទៅថ្ងៃមុខយាយនឹងយករបស់ដែលល្អបំផុតក្នុងលោកឲ្យចៅទាំងអស់ហាម៉ាក់ឲ្យកូនពោចៅខ្លះមកពោអីទៀតទៅពោប្រពន្ធឯងទៅហាម៉ាក់អៀនហើយតើហាលែងដៃទៅពួកខ្ញុំអ្នកឃើញមុនតើអូ
អតីតមេការធំក៏មកដណ្ដើមបាយពួកយើងស៊ីដែរខ្ញុំកំពុងជួយថែរក្សាបរិស្ថានតើព័ត៌មានទាន់ហេតុការណ៍មហាសេដ្ឋីលោកប្រធានលោនិងកញ្ញាជាងវ៉ាន់រៀបការនៅថ្ងៃនេះហើយជាមង្គលការលំដាប់សតវត្សដែលមនុស្សគ្រប់គ្នាផ្ដោតអារម្មណ៍ខ្លាំងបំផុតអាពាហ៍ពិពាហ៍លំដាប់ពិភពលោករបស់លោកប្រធានលូនិងភរិយាលើថាគេទិញអគារមួយទាំងមូលដើម្បីរៀបការគ្រួសារតកូលលូពិតជាមានសំណាងមែនតោះបើកមើលលឿនម៉ាក់កូនមិនចង់រស់នៅបែបនឹងទៀតទេកូនចង់ទៅផ្ទះត្រកូលលោកវិញកូនចង់បានក្រេធំចង់បាននំចង់បានម៉ាស៊ីនហ្គេមរបស់កូនយ៉ាងយើងត្រឡប់ទៅវិញមិនរួចទេបើសិនជាកាលហ្នឹងម៉ាក់មិនដើរលេងផ្ដេសផ្ដាសក៏មិនធ្លាក់ខ្លួនមកដើររើអេតចាយបែបហ្នឹងដែរអ្វីដែលម៉ាក់ធ្លាប់មានក៏បាត់អស់ដែរហាកូនប្រញាប់រើដប់ទឹកទៅបើមិនអញ្ចឹងទេយប់នឹងយើងទាំងពីរច្បាស់ជាដេកហូបខ្យល់ហើយម៉ាក់ក្នុងការព្យាករណ៍អាកាសធាតុគេថាប៉ុន្មានថ្ងៃនឹងអត់មានខ្យល់បក់មកទេណាម៉ាក់ចាំកូនផងហាម៉ាក់លោកតានិងអ្នកផ្សេងទៀតកំពុងកាយសម្រាមគួរឲ្យអាណិតណាស់អានចង់ទៅជួយពួកគាត់មែនទេទោះបីជាលោកតានិងអ្នកផ្សេងទៀតធ្លាប់ធ្វើមិនល្អដាក់យើងក៏ដោយប៉ុន្តែពួកគាត់ក៏ជាលោកតានិងជាសាច់ញាតិរបស់អានដែរយកលុយទៅឲ្យពួកគាត់ទៅបាទលោកប្រធានវ៉ាប៉ាសុំទោសកូនយាយខុសហើយគឺយាយខុសទាំងអស់យាយមិនផឹកទេលោកយាយខ្ញុំយកសប្តាហ៍ឃើញខ្ញុំយកសប្តាហ៍មានប្អូនប្រុសប្អូនស្រីអូអីចឹងកូនឯងចង់ធ្វើជាបងគេហើយមកឲ្យយាយអប់មួយមកមើលនេះវ៉ាន់ឲ្យពិតមែនណាឃើញហាងនំនេះមានគេតម្រង់ជួរច្រើនណាស់ក៏ទិញមកឲ្យសាកមើលថាឆ្ងាញ់អត់នឹងឆ្ងាញ់ណាស់ម៉ាក់កាត់អីហ្នឹងម៉ាក់កាត់អីមិនក៏ស្រាប់តែបែកអីចឹងអូយហើយគ្រូពេទ្យមកមើលបន្តិចទៅលោកស្រីធំរឿងរីករាយហើយរឿងមហាសេរីសួស្ដីតែម្ដងរឿងអីទៅដែលថាធំដុំខ្លាំងម្ល៉េះអូនេះមិនមែនជារបស់ហាន់ឈួននឹងលទ្ធផលពិនិត្យសុខភាពវ៉ាន់កាលពីអាទិត្យមុនទេអីអូយវ៉ាន់មានផ្ទៃពោះហើយអីយ៉ាមើលចុះកូនភ្លោះទៀតផងជំងឺដែលថាព្យាបាលមិនជាក៏ជាបាត់ទៅហើយពិតជាលៀបជន់លើលៀបមែនយេយកសប្តាហ៍ខ្ញុំខ្លាយជាការពិតហើយអានអើយកូននឹងម៉ាក់ពិតជាតារាសំណាងរបស់គ្រួសារតកូលលូយើងមែនយាយចិត្តបានចៅម្នាក់ទៀតហើយយាយពិតជាមានសំណាងណាស់កូនសម្លាញ់អរគុណ